ជាយុវជនខ្ញុំចូលចិត្តធ្វើការងារស្ម័គ្រចិត្តជាច្រើននៅក្នុងសាកលវិទ្យាល័យហ្នឹងការងារស្ម័គ្របូកនឹងចិត្តហ្នឹងហើយតែបដោះអាទឹកចិត្តជាប់ជាប្រធានសមាគមនិស្សិតហ្នឹងជាកន្លែងមួយដែលខ្ញុំរៀនសិក្សាអភិវឌ្ឍពិសោធន៍ពាក្យថាភាពជាអ្នកដឹកនាំហ្នឹងពិតប្រាកដខ្ញុំមានឱកាសសួរភាពស្និទ្ធស្នាលបន្ថែមទៀតជាមួយលោកតាមនិតកុលផេងថាបណ្ឌិតសាកលវិទ្យាល័យបញ្ញាសាស្ត្រគាត់លើកពីភាពជាអ្នកដឹកនាំហ្នឹងតែគាត់គាត់នៅលើពាក្យហ្នឹងឲ្យស្រឡាញ់មកចង់ទៅអស្ចារ្យណាភាពជាដឹកនាំល្អណាបុគ្គលគំរូនេះពេលដែលដឹកនាំពិតប្រាកដបាទខ្ញុំនិយាយពីជាក់ស្ដែងខ្ញុំបានទូនាទីទេបាទប៉ុន្តែមិនទាន់ប្រកាសថាខ្ញុំជាអ្នកដឹកនាំនៅឡើយទេប៉ុន្តែគេថាយើងពិបាកដឹកនាំបំផុតមនុស្សចាស់មនុស្សក្មេងស្ត្រីបុរសប៉ុន្តែគេអញ្ចឹងអ្នកដែលយើងពិបាកដឹកនាំបំផុតគឺយើងខ្លួនឯងនឹងអត់ទេចាំនៅក្នុងភាពជាអ្នកដឹកនាំនេះដែលត្រូវមានគុណធម៌ជាប់ខ្លួនជានិច្ចកាន់តែស្និទ្ធកាន់តែគោរពកាន់តែមេទុកចិត្តកាន់តែក្រែងចិត្តតែពួកគាត់ចាប់ផ្ដើមខ្វល់ខ្វាយពីខ្ញុំចាប់តាមស្ដាប់ពាក្យខ្ញុំចាប់ផ្ដើមអនុវត្តអ្វីដែលផែនការខ្ញុំដាក់ឲ្យនៅពេលដែលគាត់ដឹងក្នុងចិត្តគាត់ថាខ្ញុំនេះខ្វល់ពីគាត់ចង់ជួយគាត់កម្រិតណាទី1សំណួរក្នុងបេះដូងអ្នកទូទៅឯងអ្នកដើរតាមយើងណា Do you care for me តើខ្វល់ខ្វាយពីខ្ញុំអត់សំណួរទី2 Can you help me ជួយខ្ញុំបានអត់តែសំណួរទី3នេះសំខាន់ Can I trust you កន្លែងទុកចិត្តនេះសំខាន់ណាស់រូបវិធីសាស្ត្រយុទ្ធសាស្ត្រឲ្យអ្នកជំនួយនឹងរីកចម្រើនទើបឲ្យជំនាញប្រកាសអាណាចក្រមហានគរខ្មែរយើងដែលដឹកនាំគឺប្របាទជ័យវរ្ម័នទី7ស្រឡាញ់ពាក្យរបស់ព្រះអង្គមួយទុករបស់រាជជាទុករបស់ព្រះអង្គជាកិច្ចដំបូងខ្ញុំបាទឡាំឡាយចង់បីអង្គរសូមគោរពជំរាបសួរទៅកាន់បងប្អូនទស្សនិកជនទាំងអស់ដែលនិយមតាមដានស្ដាប់នៅបទសម្ភាសន៍ពីសារព័ត៌មាននៅខ្មែរ Daily ថ្ងៃនេះយើងមានវិទ្យាមិនកិត្តិយសមួយរូបប្រហែលជាបងប្អូនអាចនឹងស្គាល់គាត់ពិសេសជាងគេអ្នកដែលនៅក្នុងវិស័យអប់រំនិងភាពជាអ្នកដឹកនាំថ្ងៃនេះយើងមានលោកងាតសុកឡាប៉ុន្តែខ្ញុំបានអនុញ្ញាតគាត់សូមហៅត្រឹមតែបងសុកឡាដើម្បីបង្កើតនៅភាពស្និទ្ធស្នាលថ្ងៃនេះយើងមានប្រធានបទដែលសំខាន់មួយនៅក្នុងសង្គមខ្មែរក៏ដូចជាបរិបទសកលតាក់ទងជាមួយនឹងភាពជាអ្នកដឹកនាំចង់ដឹងថាតើនិយមន័យភាពជាអ្នកដឹកនាំក៏ដូចជាយើងជាយុវជនយើងគួរធ្វើខ្លួនបែបណាដើម្បីក្លាយខ្លួនទៅជាយុវជនមួយរូបដែលមានភាពជាអ្នកដឹកនាំក៏ដូចជាស្គាល់អំពីខ្លួនឯងស្គាល់អំពីអ្នកដទៃស្គាល់អំពីសង្គមដូច្នេះបងប្អូនយើងនឹងចំណាយពេលវេលាប្រមាណជាអាចដល់1ម៉ោងឬ2ម៉ោងដើម្បីជជែកគ្នាជាមួយនឹងបងប្រុសសុកឡាអំពីភាពជាអ្នកដឹកនាំក៏ដូចជាទ្រឹស្ដីដ៏សំខាន់មួយគឺ Maxwell Leadership ដូច្នេះកុំឲ្យខាតពេលវេលាយូរគោរពជំរាបសួរបងប្រុសសុកឡាសុខសប្បាយទឹកមុខស្រស់បោះរបស់បងនេះដូចជាស្ពាយនៅគ្រឹះនៃភាពជាអ្នកដឹកនាំព្រួយរាល់ហើយមានស្នាមញញឹមមានការតុបតែងខ្លួនយ៉ាងស្រស់សង្ហាដូចគ្នាម្យ៉ាងម្នាក់ដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរបងអាចអញ្ជើញណែនាំខ្លួនបងបន្តិចដើម្បីបងប្អូនយើងបានជ្រាបពីបងកាន់តែច្បាស់ហើយក៏ដូចជាបងអាចណែនាំអំពីតួនាទីរបស់បងបច្ចុប្បន្នបេសកកម្មដែលបងកំពុងធ្វើក៏ដូចជាតាមដឹងបងគឺជាអគ្គនាយកនៃ Maxwell Leadership ប្រចាំកម្ពុជាបងអាចអញ្ជើញណែនាំបន្តិចបងបាទអរគុណជាដំបូងសូមគោរពជំរាបសួរថ្នាក់ដឹកនាំទាំងអស់ហើយនិងទស្សនិកជនហើយជាពិសេសបងប្អូនបានមើលទស្សនានៅខ្មែរ Daily នេះគឺថាល្អណាស់សម្រាប់ជាគតិផ្សព្វផ្សាយដើម្បីទៅចែកជូនប្រជាពលរដ្ឋទូទៅជាពិសេសឃើញយុវជនទៅទៀតខ្ញុំឃើញសកម្មភាពល្អណាស់ទាំងបងប្អូនផងទាំងក្រុមការងារផងអញ្ចឹងខ្ញុំបាទងាតសុកឡាហើយសប្តាហ៍ថ្ងៃមានទូរទស្សន៍ជាប្រធានក្រុមប្រឹក្សាភិបាលនៅវិទ្យាស្ថានភាសាបរទេសសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាអូរស័យបាទយើងមានសាខាមួយហើយក៏ជាអ្នក founder ដែរនៅហាងមួយគឺ Late Coffee ហើយនឹង Mart ហើយសប្តាហ៍ថ្ងៃក៏បម្រើជាអគ្គនាយក Maxwell Leadership Team បាទកម្ពុជាយើងនេះប្រចាំកម្ពុជាបងបាទបាទសូមអរគុណបងអ្វីដែលបងបានលើកឡើងសុទ្ធតែបង្ហាញអំពីតួនាទីក្នុងនាមជាអ្នកដឹកនាំតួនាទីក្នុងនាមជាអ្នកដែលធ្វើការនៅក្នុងវិស័យបណ្ដុះបណ្ដាលអញ្ចឹងទៅអ្វីដែលយើងចង់ដឹងបន្តិចតាក់ទងជាមួយនឹងបងចំពោះបងវិញបងធ្លាប់ស្គាល់ឬក៏ចាប់ផ្ដើមស្គាល់ពាក្យភាពជាអ្នកដឹកនាំឬក៏ជាភាសាអង់គ្លេស leadership
ចាប់តាំងពីពេលណាមកហើយតើមុននឹងបងស្គាល់អំពីភាពជាអ្នកដឹកនាំនេះតើយើងនិយាយពីឥទ្ធិពលតើមាននរណាគេដែលធ្វើឲ្យបងស្គាល់ពាក្យ leadership ឬក៏ភាពជាអ្នកដឹកនាំនេះរហូតដល់ថ្នាក់បងអាចធ្វើនៅក្នុងតួនាទីជាអ្នកដឹកនាំនេះបានអរគុណមែនតើទៅតាំងពីនៅរៀនជានិស្សិតឆ្នាំទី1អីហ៎បាទយើងធ្លាប់ចូលធ្វើការងារស្ម័គ្រចិត្តទូទៅអញ្ចឹងណាហើយនៅពេលហ្នឹងបានចូលក្នុងសិក្ខាសាលាមួយគេបណ្ដុះបណ្ដាលដោយសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាបាទឬបាទលោកតាមតកលផេងតែម្ដងជាស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្រគាត់លើកពីភាពជាអ្នកដឹកនាំហ្នឹងហើយគាត់គាត់ទៅលើពាក្យហ្នឹងឲ្យស្រឡាញ់មកចង់ទៅអស្ចារ្យណាបាទភាពជាដឹកនាំល្អណាបុគ្គលគំរូនេះអាចដឹកនាំក្រុមដឹកនាំខ្លួនឯងបានល្អហើយដឹកនាំក្រុមរីកចម្រើនដឹកនាំស្ថាប័នរីកចម្រើនបាទរហូតទៅដឹកនាំប្រទេសជាតិឲ្យរីកចម្រើនទៀត leader នេះល្អណាចេះចាប់សង្កល់អញ្ចឹងតែអត់ទាន់យល់ទេបាទអត់ទាន់យល់ថាតើភាពជាដឹកនាំវាយ៉ាងម៉េចគាត់ដឹងថាជួយអ្នកដទៃជួយក្រុមហ៊ុនប្រទេសជាតិឲ្យរីកចម្រើនបាទរហូតទៅក៏គិតទៀតណាគិតថាអូគេមានតួនាទីទើបគេជា leader ទើបជាអ្នកដឹកនាំមួយគាត់តួនាទីគាត់ខ្ពស់គាត់អ្នកដឹកនាំខ្ពស់ក្នុងចិត្តណាគិតអញ្ចឹងបាទរហូតនៅក្នុងដំណើរជីវិតនៃរបស់ខ្ញុំជានិស្សិតនេះខ្ញុំចូលចិត្តជាយុវជនខ្ញុំចូលចិត្តធ្វើការងារស្ម័គ្រចិត្តបាទជាច្រើននៅក្នុងសាកលវិទ្យាល័យហ្នឹងតែយើងការងារស្ម័ក្របូកនឹងចិត្តហ្នឹងហើយតែបដោះអាទឹកចិត្តភាពជាអ្នកដឹកនាំពិតប្រាកដផុសឡើងតែកាលហ្នឹងអត់ដឹងទេបាទពេលទៅធ្វើការងារចឹងទៅរហូតទៅធ្វើជាអ្នករៀបចំកម្មវិធីសិនបាទដំបូងលើកតុកលើកអីនឹងជំនាញរបស់ខ្ញុំបាទរហូតឃើញមានឱកាសគេឃើញល្អគេលើកយើងដឹកនាំក្រុមបាទក្នុងក្រុមមានក្រុម stand by មានក្រុមរដ្ឋបាលមានក្រុមទទួលភ្ញៀវអីទូទៅហ្នឹងនៅក្នុងកិច្ចការងារស្ម័គ្រចិត្តហ្នឹងដើម្បីដឹកនាំគម្រោងមួយគម្រោងជាសិក្ខាសាលាបាទកិច្ចការសហគមន៍សិតតែជាការដឹកនាំបាទរហូតមានឱកាសដឹកនាំប្រធានគម្រោងហើយកាលនោះខ្ញុំដឹកនាំគម្រោងមួយធំដែរហើយអញ្ជើញទៅដល់រដ្ឋមន្ត្រីចូលរួមរហូតមានឱកាសខ្ញុំសង្ខេបខ្លីទៅឈរឈ្មោះពេលហ្នឹងគឺឈរឈ្មោះមកបាទឈរឈ្មោះជាប្រធានសមាគមនិស្សិតព្រោះនៅសាកលវិទ្យាល័យមួយមានដែរសមាគមនិស្សិតអញ្ចឹងក៏ឈរឈ្មោះទៅស្រាប់ថាគឺបោះឆ្នោតគ្រប់គ្រងផ្លូវទឹកផ្លូវដីនៅពេលនោះជាប់ឆ្នោតមែនតើជាប់ព្រោះនៅបញ្ញាសាស្ត្រយើងធ្វើបោះឆ្នោតបាទរហូតដល់ជាប់ច្រើនហើយគេទុកចិត្តយើងជានិស្សិតរាប់ម៉ឺននាក់ជំនាន់ហ្នឹងបាទរហូតបានមានឱកាសជាប្រធានសមាគមនិស្សិតនៅពេលដែលជាប់ជាប្រធានសមាគមនិស្សិតហ្នឹងជាកន្លែងមួយដែលខ្ញុំរៀនសិក្សាអភិវឌ្ឍពិសោធន៍ពាក្យថាភាពជាអ្នកដឹកនាំហ្នឹងពិតប្រាកដមកបាទគាត់ឡើងជាប្រធានសមាគមនិស្សិតពិតខ្ញុំគិតណាស្មានថាប្រធានធំហ្នឹងមានគេបំរើយើងច្រើនស្មានថាគេច្រើនជាងគេទៅញ៉ាំមុនគេទៅស្រួលជាងគេទៅក្នុងចិត្តនៅមានអារម្មណ៍គិតអញ្ចឹងបាទចាំតែសញ្ញេទៅផ្ទុយទាំងអស់បាទអញ្ចឹងវាផុសគំនិតរបស់ខ្ញុំឡើងមកទៀតហើយស្របពេលរយៈពេលខ្ញុំដឹកនាំហ្នឹងខ្ញុំមានឱកាសគេទំនាក់ទំនងសួរភាពស្និទ្ធស្នាលបន្ថែមទៀតជាមួយលោកតាមរិទ្ធកុលផេងបាទហើយនឹងអ្នកដឹកនាំគំរូមួយចំនួនទៀតដូចជាសម្ដេចគូសុភាពដល់ពេលនោះនៅប្រគុណចាស់គូសុភាពនៅឡើយទេបាទអាដាមវែងសេរីវុឌ្ឍបាទអញ្ចឹងខ្ញុំមានឱកាសជួបគាត់ញឹកញាប់អញ្ចឹងវាជាការរាប់អានហើយនឹងជាការខ្សែគប់មួយដ៏អស្ចារ្យក្នុងជីវិតរបស់ខ្ញុំតែសពគប់អ្នកដែលបញ្ញវន្តហើយមានបទពិសោធន៍ច្រើននៅពេលហ្នឹងខ្ញុំគិតចឹងហើយណាពេលខ្ញុំទៅអនុវត្តចាំខ្ញុំថាខ្ញុំរៀនបទពិសោធន៍ជាក់ស្ដែងណាអញ្ចឹងនៅពេលហ្នឹងខ្ញុំគិតហ្មងបាទខ្ញុំថាអូទូនាទីអូខេខ្ញុំបានជា president ណាខ្ញុំស្រួលជាងគេហើយបាទនៅពេលដែលដឹកនាំពិតប្រាកដបានដឹងបាទនៅពេលនោះខ្ញុំនិយាយពីជាក់ស្ដែងខ្ញុំបានទូនាទីទេបាទប៉ុន្តែមិនទាន់ប្រកាសថាខ្ញុំជាអ្នកដឹកនាំនៅឡើយទេបាទនឹងខ្ញុំសិក្សាពីហ្នឹងមកហើយចាំមើលទៅទៀតយើងចូល detail កន្លែងហ្នឹងរហូតបាទខ្ញុំអនុវត្តខ្ញុំសិក្សាខ្ញុំតេស្តខ្លួនឯងផ្ទាល់នៅពេលខ្លះ
ប្រធានក្លឹបរបស់យើងនឹងប្រធានក្រុមការងារ32នាក់គាត់ប្រធានក្លឹបប្រធានគំនិតធាជំនាន់ហ្នឹងហើយចុះ24 25ខេត្តក្រុងធ្វើកម្មវិធីសហគមន៍ផងខាងក្នុងផងអភិវឌ្ឍនិស្សិតភាពជាដឹកនាំមកសមាគមនិស្សិតហ្នឹងគឺសម្បើមមែនតើបាទនៅពេលខ្លះយើងមានទូនាទីហើយយើងចេះច្រើនទៀតហើយមានទូនាទីខ្ពស់ទៀតបាទប្រាប់ហើយគឺអត់អនុវត្តតាមបាទជួនកាលចូលកំណត់ប្រឆាំងយើងវិញទៀតនិយាយអាយុស្មើទេពិបាកដឹកនាំបាទនៅពេលហ្នឹងទើបខ្ញុំចាប់ផ្ដើមអភិវឌ្ឍភាពដឹកនាំទៅអូមិនយកតែទូនាទីមួយទេទៅតាមពិតត្រូវមានដំណើរការឲ្យទុកចិត្តគ្នាឲ្យសហការគ្នាបាទឲ្យមានការគ្រប់គ្នាទៅវិញទៅមកបាទឲ្យគេមានអារម្មណ៍ថាភាសាអង់គ្លេសគេថា people do not care how much you know until they know how much you care ខ្ញុំស្ដាប់ដំបូងខ្ញុំគិតថាព្រោះហើយខ្ញុំអត់យល់ទេពេលអនុវត្តបានដឹងគេអត់ខ្វល់ទេក្រុមការងារថាដឹកនាំក្រៅខ្ញុំអត់ខ្វល់ទេថាខ្ញុំចេះកម្រិតណាពូកែកម្រិតណាតែពួកគាត់ចាប់ផ្ដើមខ្វល់ខ្វាយពីខ្ញុំចាប់តាមស្ដាប់ពាក្យខ្ញុំចាប់ផ្ដើមអនុវត្តអ្វីដែលផែនការខ្ញុំដាក់ឲ្យនៅពេលដែលគាត់ដឹងក្នុងចិត្តគាត់ថាខ្ញុំនេះខ្វល់ពីគាត់ចង់ជួយគាត់កម្រិតណាអានឹងភាពដឹកនាំខ្ញុំចាប់ដើមបដោះចេញមកពីនឹងមកបាទតាមអ្វីដែលបងលើកឡើងនេះបទពិសោធន៍ក្នុងនាមជាអ្នកដឹកនាំវ័យក្មេងមួយរូបដែរតាមអ្វីដែលបងលើកឡើងនោះដូចជាមានអ្នកខ្លះសបាបងឬក៏នេះអ្វីដែលខ្ញុំគិតទេណាអាចមានអ្នកខ្លះអាយុលើសបងទៀតនៅក្នុងសមាគមហ្នឹងខ្ញុំចង់ភ្ជាប់បន្តិចថាពេលនោះពាក្យសម្ដីរបៀបរបបដែលបងទំនាក់ទំនងទៅគាត់ក្នុងនាមជាអ្នកដឹកនាំនិងក្នុងនាមជាអ្នកដែលដើរតាមការដឹកនាំរបស់យើងតើបងមានកលឹះអីណាបន្តិចទេដើម្បីបញ្ញិចក៏ដូចជាប្រលិចធ្វើម៉េចឲ្យគាត់នឹងដឹងថាបងពិតជាខ្វល់ជាមួយគាត់មែនដូចអ្វីដែលបងលើកឡើងបាញ់មិញបាទជាទូទៅអានេះវាថាជាធម្មជាតិរបស់ខ្ញុំផងហើយនឹងការខំប្រឹងប្រែងរបស់ខ្ញុំផងអញ្ចឹងមកមានសំណួរមួយគេលើកឡើងដែរណាថាតើអ្នកដឹកនាំហ្នឹងកើតមកជាអ្នកដឹកនាំហ្មងឬមួយក៏អាចអភិវឌ្ឍបានបាទព្រោះមានមតិផ្ទុយគ្នាច្រើនបាទអញ្ចឹងយើងមានសំណួរបន្តចាំបន្ទាប់អញ្ចឹងនៅក្នុងការខ្វល់ខ្វាយបាទឲ្យអ្នកក្រៅបង្គាប់យើងហ្នឹងយើងជាប្រធានមែនយើងមានទូនាទីមែនបាទប៉ុន្តែដាច់ខាតយើងត្រូវឆ្លងកាត់សំណួរ3គ្រប់ប្រធានទាំងអស់គ្រប់អ្នកដែលមានទូនាទីទាំងអស់បើអត់ឆ្លងកាត់សំណួរ3ហ្នឹងទេគាត់អត់ឆ្លងកាត់អាកម្រិតទី2ទេព្រោះភាពជាអ្នកដឹកនាំគេមាន5កម្រិតបាទទីទៀតយើងទៅដល់ជាមួយគ្នានេះខ្ញុំគាត់លើកសិនណាអញ្ចឹងគេអាចស្ដាប់យើង open the ear not the heart អាចស្ដាប់យើងតែតិចប៉ុន្តែអត់យកបេះដូងទៅស្ដាប់ទេហ្នឹងវាអត់ដើរតាមគ្នាទេបាទជាងក៏រកវិធីសាស្ត្រប្រឆាំងជាមួយយើងទៀតអញ្ចឹងសំណួរ3ឆ្លងកាត់អាហ្នឹងណាយើងចាប់ដើមគឺថាទូនាទីគេឲ្យយើងគេទូនាទីគេអាច appoint សរសេរពីលើទេប៉ុន្តែភាពជាអ្នកដឹកនាំនេះគេផ្ដល់ជូនដល់យើងដោយ free ភាពជាអ្នកដឹកនាំយើង gain ណាយើងទទួលបានពីគាត់លោតក្នុងចិត្តគាត់ពឹងថាខ្ញុំគោរពគាត់មានទូនាទីមែនប៉ុន្តែខ្ញុំគោរពគាត់ខ្ញុំទុកចិត្តគាត់អាហ្នឹងសំខាន់អញ្ចឹងសំណួរ3យើងធ្វើហ្មង do whatever it take ឲ្យអ្នកជុំវិញយើងហ្នឹងអ្នកក្រៅមកគប់យើងហ្នឹងគាត់មានអារម្មណ៍គាត់ feel គាត់ជឿគាត់មើលឃើញថាយើងជាបុគ្គលអញ្ចឹងទី1សំណួរក្នុងបេះដូងអ្នកទូទៅឯងអ្នកដើរតាមយើងណា do you care for me តើខ្វល់ខ្វាយពីខ្ញុំអត់ក្នុងនាមជាប្រធាននេះខ្វល់ខ្វាយពីខ្ញុំដែរទេព្រោះគ្នានៅមួយយើងគ្នាដើរតាមយើងនៅក្រុមយើងដូចឪពុកម្ដាយនិងកូនអញ្ចឹងបាទបើយើងអត់ខ្វល់ខ្វាយទេយើងជួនកាលលំអៀងបាទធីមយើងអានេះក្រុមគេឲ្យឱកាសតាគ្នាយើងអត់ឲ្យឱកាសគេចប់ខ្វល់ខ្វាយចង់ឲ្យឃើញគាត់រីកចម្រើនស្មើគ្នាសំណួរទី2 can you help me ជួយខ្ញុំបានអត់ឧទាហរណ៍ថាខ្ញុំប្អូនធ្វើការជាមួយបងចុះបាទមានសំណួរក្នុងបេះដូងឯងតែគេអត់សួរទេគេធ្វើការកន្លែងណាមួយគេចង់រីកចម្រើនជាងមុនទាំងសមត្ថភាពរបស់គាត់ទាំងជីវភាពរបស់គាត់ទាំងសុខុមាលភាពរបស់គាត់អញ្ចឹងយើងត្រូវឆ្លើយណាសំណួរហ្នឹងគេសួរជួយខ្ញុំបានអត់តែសំណួរទី3នេះសំខាន់ Can I try you ទុកចិត្តបានអត់បាទកន្លែងទុកចិត្តនេះសំខាន់ណាស់ព្រោះក្នុងនាមយើងជាប្រធានទុកចិត្តហ្នឹងខ្ញុំសំដៅទៅលើសមត្ថភាពរបស់អ្នកដឹកនាំទាំងផ្ទាល់សមត្ថភាពគុណភាពបាទសុខភាពទូទៅហ្នឹងដែលគេទុកចិត្តបានអញ្ចឹងយើងនេះ
ខ្ញុំបំបែកអាសំណួរហ្នឹង បាទ បានពួកគាត់ចាប់ផ្ដើមសហការគ្នាមកទុកចិត្តគ្នាមកបាទអញ្ចឹងខ្ញុំធ្វើរឿងរ៉ាវជាច្រើនដែលជាក់ស្ដែងចំពោះគាត់តែម្ដងបាទធ្វើការជាមួយខ្ញុំនឹងខ្វល់ខ្វាយពីគ្នាយើងស្មើគ្នា បាទ ធ្វើការជាមួយខ្ញុំនៅជាមួយខ្ញុំនឹងអាចជួយបាន បាទ ឲ្យគាត់ឃើញក្តីសង្ឃឹមនៅខាងមុខបើគាត់មានឃើញក្តីសង្ឃឹមនៅខាងមុខទេគាត់អត់មានកម្លាំងធ្វើការបច្ចុប្បន្ន បាទ សម្រាប់ភាសាអង់គ្លេសបន្តិចគេថា if there is no hope in the future there no power in the present អញ្ចឹងយើងនឹងបញ្ចូលចាក់វ៉ាក់សាំងឲ្យគេទស្សនវិស័យឲ្យគាត់ហ្នឹង បាទ តែគាត់យើងអាចជួយគាត់បានគាត់រីកចម្រើនបានមានផែនការមកប្រធានហ្នឹងអត់ផែនការមិនកើតហើយផែនការសំខាន់បំផុតគឺផែនការអភិវឌ្ឍអ្នកនៅក្រោមយើងនឹងឲ្យរីកចម្រើននោះគឺជាទូនាទីធំបំផុតរបស់អ្នកដឹកនាំ បាទ ដោយសារអីក្រុមមួយឬស្ថាប័នមួយមិនអាចរីកចម្រើនបានទេលុះត្រាតែមនុស្សនៅក្នុងក្រុមនិងស្ថាប័នហ្នឹងរីកចម្រើនសិន បាទ អាហ្នឹងដែលខ្ញុំតែងតែលើកឡើងអញ្ចឹងដូចដៃយើងចឹងមនុស្សជាច្រើនបើយើងគាត់អត់ឆ្លងកាត់បទពិសោធន៍ភាពជាអ្នកដឹកនាំទេហើយគាត់អត់បានសិក្សាស៊ីជម្រៅទេ បាទ គាត់នឹងគិតថាដៃឆ្វេងនេះជាក្រុមហ៊ុនឬក្រុមណា បាទ ដៃស្ដាំនេះគឺគាត់នឹងគិតថាតើតែក្រុមឬក្រុមហ៊ុននឹងរីកចម្រើនសិនទើបគាត់រីកចំប្រើអត់ទេនៅក្នុងច្បាប់ភាពជាអ្នកដឹកនាំជាពិសេសច្បាប់ទាំង21នៃភាពជាអ្នកដឹកនាំបាទដែលពិភពលោកកំពុងតែអនុវត្តទ្រឹស្ដីរបស់ដរ John C. Maxwell មានន័យថាម៉េចក្រុមនិងស្ថាប័នហ្នឹងមិនអាចរីកចម្រើនបានទេលុះត្រាតែយើងអ្នកដឹកនាំហ្នឹងរីកចម្រើនសិន បាទ បើមិនចឹងទេស្ថាប័ននិងក្រុមទើសយើងទេ បាទ វាអត់ឡើងកម្រិតបានអានោះច្បាប់ទី1នៃភាពជាអ្នកដឹកនាំមក The Law Delayed LID ច្បាប់កម្រិតអ្នកដឹកនាំតែកម្រិតគាត់គេថាកម្រិតត្រឹម3ក្រុមនិងស្ថាប័នត្រឹមលេខ2ឬមួយក៏លេខ1តើគាត់ឡើងកម្រិតគាត់ទៅលេខ8ឧទាហរណ៍អញ្ចឹងក្រុមនិងស្ថាប័នរបស់គាត់អាចឡើងដល់ទី5អត់ឡើងខ្ពស់ជាងយើងបានដែរវាទើសយើងចេះតឹងធ្វើម៉េចតរយើងបណ្ដុះភាពជាដឹកនាំរបស់យើង បាទ ឲ្យឡើងកម្រិតទៅទាញក្រុមហ៊ុននឹងឡើងទៅលើអាហ្នឹងដែលខ្ញុំលើកឡើងថាជួយនឹងមានន័យថាម៉េចឲ្យគាត់មានអារម្មណ៍ថាយើងគាត់នៅជាមួយយើងនឹងរីកចម្រើន បាទ ទាំងខ្លួនគាត់សមត្ថភាពជីវភាពនិងអ្នកជំនាញក៏ទូទៅទី3ត្រូវធ្វើរឿងសពបែបយ៉ាងបញ្ជាក់ថាក្រុមនឹងអាចទុកចិត្តខ្ញុំបានខ្ញុំជាបុគ្គលម៉ាត់ណាម៉ាត់នឹងជាបុគ្គលដែលអាចមានសមត្ថភាពដឹកនាំខ្លួនឯងបានហើយជាបុគ្គលម្នាក់ដែលមានទាំងសមត្ថភាពគុណភាពគ្រប់គ្រាន់ បាទ ទុកចិត្តកាលណាយើងទុកចិត្តគឺយកចិត្តគេទុកនឹងចិត្តយើងអត់ងាយទេ បាទកម្រ ណាចិត្តគេទុកនឹងចិត្តយើងហើយយើងជាប្រធានយើងគិតមើលឥឡូវយើងគិតថាជាប្រធានម្នាក់ជាប្រធានមានន័យថាម៉េចប្រធាននឹងវាធំវាមុខគេវាខ្ពង់ខ្ពស់វាឧត្តមឧត្តម បាទ អញ្ចឹងយើងជាអ្នកឧត្តមឧត្តមពិតប្រាកដគឺត្រូវលើកដំកើងរូបវិធីសាស្ត្រយុទ្ធសាស្ត្រឲ្យអ្នកជំនួយនឹងរីកចម្រើនទើបហើយជាមេពិតប្រាកដ បាទ ហ្នឹងគឺកន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់ បាទអរគុណច្រើនបងមែនទែនទៅយើងមានសំណួរជាលំដាប់លំដោយប៉ុន្តែអ្វីដែលបងបានលើកឡើងនេះហាក់ដូចជាបង្ហាញថាបងគឺជាមនុស្សម្នាក់ដែលដុសដាលអាចបណ្ដុះបណ្ដាលខ្លួនឯងបានមកចេញពីគំរូភាពរបស់ឋានៈដឹកនាំរបស់អ្នកដែលមានសមត្ថភាពដឹកនាំក៏ដូចជាអ្នកដែលមានចរិតលក្ខណៈជាអ្នកដឹកនាំអញ្ចឹងហើយកន្លែងនេះខ្ញុំរៀនសូត្រពីបងមួយត្រង់ថានៅពេលដែលយើងមានទូនាទីដែលទទួលបានពីការទុកចិត្តពីថ្នាក់លើឬក៏ជាការចាត់តាំងទូនាទីទាំងអស់នោះពុំទាន់គ្រប់គ្រាន់ដល់ឡើយទេនៅក្នុងការបំលែងខ្លួនឯងទៅជាអ្នកដឹកនាំគឺយើងត្រូវគឺយើងត្រូវផលិតវាត្រូវបង្កើតវាជារៀងរាល់ថ្ងៃតាមរយៈរបៀបដែលបងឆ្លើយសំណួរទាំង3នេះតើសួរសំណួរ3នឹងហើយតែបើសិនជាគេព្រមហើយចុងក្រោយគេទុកចិត្តយើងហើយបានយើងអាចក្លាយទៅជាមនុស្សម្នាក់ដែលដឹកនាំគេបានអរគុណច្រើនបងមែនទែនកន្លែងនេះអ្វីដែលខ្ញុំផលិតក៏ដូចជាខ្ញុំរៀនសូត្រនេះខ្ញុំគិតថាបងប្អូនខ្មែរប្រហែលជាអាចនឹងរៀនសូត្របានដែរនៅពេលណាដែលយើងធ្វើអ្វីមួយយើងត្រូវមានការយកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួនយើងជាមុនការទទួលយកនៅបញ្ហាទទួលយកអ្វីដែលគេមានហើយដោះស្រាយឲ្យគេនោះហើយជាអ្វីដែលបងអាចបំលែងខ្លួនឯងមកបានអរគុណច្រើនបងខ្ញុំសូមរំលងមួយចំនួនទៅសំណួរទី4តែម្ដងទៅ
តាក់ទងជាមួយនឹងបទពិសោធន៍របស់បងផ្ទាល់អ្វីទៅជាគ្រឹះហើយជាចរិតលក្ខណៈរបស់មេដឹកនាំគ្រប់រូបដែលមិនអាចខ្វះបានដើម្បីកសាងទំនុកចិត្តពីអ្នកដទៃព្រោះបងបានលើកឡើងបាញ់មិញតាក់ទងជាមួយសំណួរទី3ធ្វើម៉េចបានគេទុកចិត្តយើងបានអញ្ចឹងបងអាចចែកលេខបន្តិចបានទេបទពិសោធន៍របស់បងគ្រឹះរបស់បងក៏ដូចជាគោលការណ៍មួយចំនួនរបស់ Maxwell Leadership ក៏មានក៏ដូចជាការរៀនសូត្រផ្ទាល់ខ្លួនបងក៏មានបងធ្វើម៉េចដើម្បីឲ្យគេទុកចិត្តបានបាទអរគុណល្អមែនទែនសំណួរហើយជាពិសេសគឺជាកតិសម្រាប់ប្រជាពលរដ្ឋទូទៅហើយប្រជាពលរដ្ឋបងប្អូនខ្មែររបស់យើងជាច្រើនជាពិសេសយុវជនហើយតាមពិតសិតតែមានបញ្ញារួចស្រេចហើយគាត់ថាត្រូវការចំណេះដឹងបន្ថែមតិចតួចទេពួកគាត់អាចដឹកនាំបានជាទូទៅបាទហើយជាទូទៅផងជាការជាក់ស្ដែងផងខ្ញុំថាខ្ញុំលើករបស់ទស្សនវិជ្ជារបស់លោកដុកទ័រ John C. Maxwell ចុះបាទគាត់ជាបិតាភាពជាអ្នកដឹកនាំលេខ1លើសកលលោកដែលគេទទួលស្គាល់ទាំងអស់គ្នាបាទហើយបានមួយរយៈពេលមុននេះខ្ញុំមានឱកាសដ៏ពិសេសជាមួយលោកតាមនិតកុលផេងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីហ៊ុនម៉ាណែតបានសម្ដេចអនុញ្ញាតដុកទ័រ John C. Maxwell លោកតាមនិតកុលផេងនិងខ្ញុំផ្ទាល់បានជូនដុកទ័រ John Maxwell ទៅជួបសម្ដេចសម្ដេចមួយសម្ដេចនេះគឺជារឿងមួយដ៏អស្ចារ្យណាស់បាទដែលសម្ដេចមើលឃើញពីទស្សនវិស័យចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍធនធានមនុស្សបាទហើយក៏ជាគោលនយោបាយរបស់រដ្ឋាភិបាលដែរទី1មកទី1គឺបដិធនធានមនុស្សបាទអញ្ចឹងសម្ដេចមើលឃើញវែងឆ្ងាយណាកាលណាប្រទេសជាតិមួយមិនអាចរីកចម្រើនបានទេលុះត្រាតែមនុស្សប្រជាពលរដ្ឋនឹងរីកចម្រើនបាទហ្នឹងគឺជាចំណុចមួយដ៏សំខាន់ដែលខ្ញុំតែងតែដឹងគុណសម្ដេចជានិច្ចរហូតបានយើងធ្វើបន្តបេសកកម្មបានហើយរាល់ថ្ងៃនេះអញ្ចឹងសូមបកមកក្រោយបន្តិចចុះបេសកកម្មរបស់ Maxwell Leadership នៅក្នុងប្រជាជនចក្រកម្ពុជារបស់យើងនេះបាទយើងមានចូលរួមចំណែកហ្មងបាទចំណែកដ៏ធំមួយជួយទៅដល់ប្រទេសជាតិរបស់យើងបាទជាពិសេសគឺការអភិវឌ្ឍធនធានមនុស្សហ្មងបាទចំណែកហ្នឹងគឺការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់យើងឲ្យឡើងកម្រិតភាពជាដឹកនាំបាទយើងមានកម្មវិធីយុវជនច្រើនទូទៅអញ្ចឹងតាំងពីយុវជនណាបាទយុវជនសំខាន់ណាយុវជនជាសសរទ្រូងប្រទេសជាតិជាឆ្អឹងខ្នងជាអ្នកបន្តវេនអញ្ចឹងមកថាមួយរយៈពេលនេះក៏ខ្ញុំតាំងពីមុននឹងរយៈពេលនេះគឺកាន់តែជួបយុវជនបន្ថែមជាតិជាច្រើនភាសាគាត់ជាអ្នកតចំនួនហើយយើងគិតមើលឥឡូវយើងឧទាហរណ៍បន្តិចយើងមានសង្គ្រាមជាមួយនឹងប្រទេសថៃបច្ចុប្បន្នបាទចុះឧទាហរណ៍20ឆ្នាំក្រោយ30ឆ្នាំក្រោយសង្គ្រាមទៀតពីណាគេជាអ្នកប្រឈមបាទបញ្ញវន្តបញ្ញជនអ្នកប្រាជ្ញរបស់យើងលោកនឹងទៅលោកខាងមុខហើយអញ្ចឹងយើងនឹងជាអ្នកចំនួនក្រោយហ្នឹងមានសមត្ថភាពទេក្នុងការពារប្រទេសផងអភិវឌ្ឍប្រទេសផងហ្នឹងដែលបេសកកម្មរបស់ក្រុមខ្ញុំទាំងអស់ហ្នឹងលោកតាមអកុលផេងបណ្ដោះនិង Maxwell Leadership អញ្ចឹងយុវជនទូទៅហើយមានកម្មវិធីបណ្ដោះគេហៅថាបុគ្គលិកគ្រប់ជាន់ថ្នាក់ទូទៅទាំងអស់សុទ្ធតែកម្មវិធីពិសេសហ្មងហើយនឹងរហូតដល់បណ្ដោះបណ្ដាលម្ចាស់អាជីវកម្មសហគ្រិនហើយយើងបានធ្វើជាច្រើនមកហើយកន្លងមកនេះយើងបានធ្វើជាច្រើនហើយសហការមួយក្រុមហ៊ុនធំជាច្រើនទៀតនេះគឺជាបេសកកម្មរបស់យើងចូលរួមចំណែកជួយបណ្ដោះធនធានមនុស្សជាលក្ខណៈផ្លូវការអន្តរជាតិស្របជាមួយនឹងវប្បធម៌អរិយធម៌របស់ខ្មែរអត់ចោលទេកន្លែងបាទអញ្ចឹងបកមកវិញបើនិយាយអំពីគុណសម្បត្តិយើងនិយាយគុណសម្បត្តិចុះបុគ្គលិកលក្ខណៈនិងគុណសម្បត្តិរបស់អ្នកដឹកនាំគុណសម្បត្តិណាបាទបងលើពិភពលោកនេះបាទតាមដុកទ័រ John C. Maxwell គឺមានមករហូតទៅដល់21គុណសម្បត្តិប៉ុន្តែថ្ងៃនេះខ្ញុំសូមលើក3សំខាន់សិនជាគុណតម្លៃពិសេសស្នូលហើយអត់មានអាហ្នឹងទេចឹងមិនថាអ្នកខ្លះចង់ទៅដឹកនាំអ្នកដទៃបាទចង់ទៅដឹកនាំក្រុមហ៊ុនប៉ុន្តែអត់មានសមត្ថភាពស័ក្តិសមចឹងខ្ញុំបន្តបដាយុវជនខ្ញុំតែនេះសួរស័ក្តិសមទេឆ្លោះកញ្ចក់ខ្លួនឯងមើលទំនងដែរទេទំនងទេសមនឹងទៅដឹកនាំគេទេសមនឹងគេឲ្យទូនាទីនឹងឲ្យយើងអត់បាទមិនទៅដេញតាមទេកាត់ខ្លួនឯងជាដៃឆក់មានគុណតម្លៃគេនឹងសុំដើរតាមយើងហ្មងគាត់ឃើញមុខយើងឃើញអត្តចរិតរបស់យើងគឺចង់ដើរតាមយើងហ្មងបង្កើតអាហ្នឹងតាំងវាមានមិនមានប្រមាណ21អញ្ចឹងខ្ញុំបន្តបដាយុវជននឹងឲ្យបដោះអាហ្នឹង
ជា DNA ហ្មង បាទ ជាអត្តសញ្ញាណរបស់យើងថាយើងមានអានឹងក្នុងខ្លួនយើង បាទ ប៉ុណ្ណឹងហើយនេះសូមលើកឡើង តែ3សិន 3សិន បាទអញ្ជើញបងបាទ ទី1គុណសម្បត្តិដ៏អស្ចារ្យបំផុតហើយជាទូទៅគាត់មើលរំលង បាទ ព្រោះគាត់ចង់ទៅដឹកនាំក្រុមដឹកនាំស្ថាប័នរហូតទៅដល់អ្នកខ្លះចង់ទៅដឹកនាំប្រទេសជាតិសបិនមិនអីទេ dream is free សបិនប៉ុន្តែផ្លិចរឿងមួយដ៏សំខាន់បំផុតអាហ្នឹងគុណសម្បត្តិទី1 បាទ ត្រូវចេះដឹកនាំខ្លួនឯងឲ្យល្អប្រសើរសិន បាទ ដឹកនាំខ្លួនឯងសិនតែយើងមាន self leadership អាហ្នឹងភាសាអង់គ្លេស បាទ ដឹកនាំខ្លួនឯងបាននៅបុគ្គលិកលក្ខណៈយើងនេះ បាទ ក្នុង24ម៉ោងរៀបចំជីវិតយើងបាននៅ បាទ ការដឹកនាំខ្លួនឯងសំខាន់ណាស់ បាទត្រឹមត្រូវបងបាទ ដើម្បីអីយើងជាគំរូ បាទ គំរូនៅយើងចង់បដៅគេនេះឲ្យមកតាន់ពេលយើងតាន់ពេលទៅ បាទ យើងចង់ដឹកនាំគេនេះឲ្យជាបុគ្គលល្អយើងបុគ្គលល្អនៅ បាទ យើងដឹកនាំគេឲ្យមនុស្សដែលមានចេះផ្គុំអ្នកដឹកនាំយើងនេះជាគំរូនៅ បាទ បង្កើតលទ្ធផលនៅ បាទ អញ្ចឹងជាគំរូនេះគឺជារឿងដ៏សំខាន់បំផុតហើយការដឹកនាំខ្លួនឯងយើងនិយាយស្រួល ប៉ុន្តែ តែមិនមែនស្រួលទេអញ្ចឹងគេថាបណ្ណាគេដែលយើងពិបាកដឹកនាំបំផុតមនុស្សចាស់មនុស្សក្មេងស្ត្រីបុរសបណ្ណាគេបាទអញ្ចឹងអ្នកដែលយើងពិបាកដឹកនាំបំផុតគឺយើងខ្លួនឯងនឹង បាទ ព្រះសម្មាសម្ពុទ្ធក៏សម្ដែងដែរ បាទ ព្រះអង្គប្រពុតវប្បធម៌ខ្មែរសុទ្ធសាធ បាទ ព្រះអង្គថាដឹកនាំខ្លួនឯងឲ្យបានល្អសិនចុះការដឹកនាំខ្លួនឯងនេះគឺសំខាន់ណាស់បាទ បាទ រៀបទៅលើអីដឹកនាំខ្លួនឯងហ្នឹងជាបុគ្គលម្នាក់ដែលរៀបចំខ្លួនឯងបានល្អមានវិន័យសំខាន់ណាស់ discipline វិន័យប្រចាំថ្ងៃនេះមិនការរស់នៅរបៀបរបបធ្វើការងារសិលធម៌ជាបុគ្គលដែលទុកចិត្តបានបុគ្គលដែលមានសិលធម៌បុគ្គលដែលមានសមត្ថភាពចង់យើងបដោះខ្លួនយើងជាបុគ្គលគំរូយើងចង់ហ្នឹងឲ្យគេមិនល្អចង់អល់គេបានតែខ្លួនឯងហ្នឹងតែងតែលើកលែងឲ្យរហូតខ្ជិលក៏ខ្ជិលទៅក្រោកយឺតក៏យឺតទៅហើយវានៅមួយយើងរហូតណា បាទ ខ្ញុំស្រួលបដៅគេស្រួល បាទ បដៅឲ្យទៅបាត់ហើយ បាទ ប៉ុន្តែយើងខ្លួនឯងនៅមួយយើងរហូតទៅបន្ទប់ទឹកក៏ទៅមួយយើងគេងក៏ទៅមួយយើងញ៉ាំបាយនៅមួយយើង បាទ អញ្ចឹងរៀបហើយខ្ញុំគិតថាមានកតិមានបញ្ញាហើយគាត់ថាបើយើងយល់ហើយអញ្ចឹងគេថាបើយើងយល់ហើយយើងមានទស្សនវិស័យឈានទៅដល់ដឹកនាំក្រុមនិងស្ថាប័នបានដឹកនាំខ្លួនឯងសិនជាគុណសម្បត្តិទី1មក បាទ យើងអាចដឹកនាំខ្លួនឯងឲ្យល្អប្រសើរបើជាបុគ្គលម្នាក់ជាគំរូទាំងបុគ្គលិកលក្ខណៈរបស់យើងទី1ដឹកនាំមកបុគ្គលិកលក្ខណៈយើងល្អថ្លៃថ្នូរច្បាស់លាស់ត្រឹមត្រូវផ្លូវការគោរពអ្នកដទៃឲ្យតម្លៃអ្នកដទៃ បាទ មេត្តាករុណានៅហ្នឹងទី2សមត្ថភាពដឹកនាំខ្លួនឯងហ្នឹងបដោះសមត្ថភាពរបស់យើងឲ្យចេះមិនចេះច្រើនជំនាញក៏យ៉ាងហោចណាស់មួយជំនាញឲ្យច្បាស់ឲ្យមានសមត្ថភាពបាទទី3ជាបុគ្គលម្នាក់ដែលគុណធម៌ខ្ពស់បាទនឹងដឹកនាំខ្លួនឯងហ្នឹងទៅលើកន្លែងហ្នឹង បាទ ទី2គុណសម្បត្តិដែលមិនអាចអត់បានទេអានេះឈាន បាទឈានតំណែង ឈានទៅដឹកនាំអ្នកដទៃ បាទ ដឹកនាំខ្លួនឯងបានហើយឈានទៅដឹកនាំក្រុមឬស្ថាប័នដែលគេលើកយើងហ្នឹង បាទ 2នាក់5នាក់10នាក់រហូតដល់ដឹកនាំស្ថាប័នបង្កើតអាជីវកម្មជាសហគ្រិនរហូតទៅដល់ដឹកនាំរដ្ឋអីទាំងអស់ បាទ ដឹកនាំខ្លួនឯងបានហើយជាមូលដ្ឋានគ្រឹះអាហ្នឹងមាំណា បាទ គឺថាគ្រឹះទី2គាត់ត្រូវមានបុគ្គលម្នាក់ដែលបណ្ដុះគេហៅថាទស្សនវិស័យឬក៏ចក្ខុវិស័យ vision ហេតុអីបានធ្វើរឿងហ្នឹង why we do what we do ហេតុអីបានយើងចង់ទៅដឹកនាំហ្នឹង បាទ ជាចក្ខុវិស័យខ្លួនឯងឲ្យច្បាស់លាស់ចក្ខុវិស័យវាជាផ្នែកមើលឃើញឆ្ងាយថាទៅដឹកនាំក្រុមហ្នឹងទៅណាឥឡូវទៅដឹកនាំគេដឹកនាំទៅណា បាទ បត់ឆ្វេងបត់ស្ដាមទៅមុខឬថយក្រោយ បាទឬក៏ទៅត្រង់ ឬក៏ទៅត្រង់ឡើងលើឬចុះក្រោម បាទ ព្រោះយើងទៅដឹកនាំគេតាមយើង បាទ ផែនការហ្នឹងមិនរៀបចំផែនការដឹកនាំក្រុមហ្នឹងមិន3ខែត្រូវទៅណា1ឆ្នាំទៅណា3ឆ្នាំទៀតទៅណាអាហ្នឹងគេហៅថាចក្ខុវិស័យវែងឆ្ងាយយើងរៀបចំហ្នឹងព្រោះយើងទៅដឹកនាំគេណាដឹកនាំខ្លួនឯងបរាជ័យអាចបរាជ័យម្នាក់ឯង បាទ ប៉ុន្តែដឹកនាំក្រុមគេផ្ញើជីវិតមួយយើងណា បាទ ក្រុមហ្នឹងគ្នានៅមួយយើង24ម៉ោងព្រឹកថ្ងៃយប់ធ្វើការមួយយើងចោះដឹកនាំអាជីវកម្ម បាទ មកក្រុមហ៊ុននឹងបុគ្គលិកនៅជាមួយយើងណាយើងម្ចាស់ណាហើយបើថារដ្ឋឬប្រទេសជាតិប្រជាពលរដ្ឋមកប្រទេសនៅជាមួយយើងណា បាទ ដល់ចក្ខុវិស័យយើងហ្នឹងទៅណាផែនការយ៉ាងម៉េចអាហ្នឹងមកថា vision សំខាន់ណាត្រូវតែមានទស្សនវិស័យប៉ុន្តែទស្សនវិស័យខ្ញុំបែងចែកជាពីរទី1គឺគាត់ខ្លួនគាត់
នឹងបើនិយាយពីបុគ្គលិកលក្ខណៈគុណសម្បត្តិអញ្ចឹងគុណសម្បត្តិគាត់ទី1ដឹកនាំខ្លួនឯងឲ្យល្អទី2គាត់មានទស្សនៈវិស័យខ្លួនគាត់ហើយមួយទៀតទស្សនៈវិស័យនេះគាត់ត្រូវមានសមត្ថភាពបញ្ជ្រាបទស្សនៈវិស័យហ្នឹងទៅកាន់អ្នកដឹកនាំនិងក្រុមការងារទាំងអស់ឲ្យយល់អ្វីដែលយើងយល់ជឿអ្វីដែលយើងជឿដូចគ្នាបាទភាសាអង់គ្លេសគេថា one voice one vision one mission one voice កាលណាចូលគ្នាមានថាទុកចិត្តនឹងសហការគ្នាកើតឡើងបាទមនុស្សនឹងមានអារម្មណ៍ថាគាត់មានដំឡៃបាទអាហ្នឹងដែលត្រូវការ leadership ដែលខ្ញុំលើកឡើងបាទទំនាក់ទំនងទៀតដល់ហើយ5កម្រិតដែលខ្ញុំលើកឡើងត្រូវការអាហ្នឹងដើម្បីមនុស្សចូលគ្នាកាលណាគាត់ជឿជាក់ទស្សនវិស័យហ្នឹងយើងដាក់ទស្សនវិស័យតែក្រុមហ្នឹងយល់ដូចយើងអត់បាទអត់យល់ផងអត់ជឿផងអត់ចង់ដាក់ដើរតាមផងដូចកដាងផងងហ្នឹងមិនកើតបាទអញ្ចឹងសមត្ថភាពយើងមួយទៀតយើងមានទស្សនវិស័យហើយយើងត្រូវបញ្ជ្រាបទស្សនវិស័យទៅកាន់ក្រុមទាំងអស់ឲ្យយល់អ្វីដែលយើងយល់បាទ believe what believe ទឹកចិត្តតែមួយគំនិតតែមួយស្មារតីតែមួយទើបគាត់បញ្ចេញកម្លាំងសហការបញ្ញាញាណអស់សមត្ថភាពបាទបើមិនអញ្ចឹងទេអត់ទេបាទតែធ្វើការបើក៏អត់មានទស្សនវិស័យណាធំណាទស្សនវិស័យនេះហើយយើងបញ្ជ្រាបតាមលក្ខណៈភាពចំណេះដឹងគាត់មកធ្វើការជួនកាលតែគាត់អត់មានទស្សនវិស័យគាត់មកដើម្បីតែរឿងលុយមួយមុខបាទអត់លុយអត់ធ្វើទេអានេះចោះបាត់ជួនកាលក្រុមហ៊ុនគាំងកន្លែងណាមួយត្រូវការប្រាក់ខែពាក់កណ្ដាលសិនហ្នឹងក៏អត់លះបង់ជាមួយយើងគាត់ថាគាត់ចូលទស្សនវិស័យទើបគាត់លះបង់បាទអាសំខាន់ខ្ញុំសង្ខេបប៉ុណ្ណឹងសិនទី2ចាំចូលដល់ហើយទី3បុគ្គលិកលក្ខណៈសំខាន់បំផុតទី3របស់គាត់ទៀតជាបុគ្គលម្នាក់ដែលត្រូវមានគុណធម៌ជាប់ខ្លួនជានិច្ចបាទគាត់អោបគុណធម៌ហ្នឹងមកខ្ញុំសុំនិយាយឲ្យអត់សម្ដែងបាទអ្នកដឹកនាំអត់សម្ដែងទេបាទសម្ដែងឲ្យគេមើលហ្នឹងវារយៈពេលខ្លីទេបាទពួកយើងជាអ្នកដឹកនាំវាត្រូវការរយៈពេលវែងមកត្រឹមត្រូវគិតវែងឆ្ងាយហ្មងបើគេហៅថាអ្នកដឹកនាំបាទពាក្យថាយុទ្ធសាស្ត្របាទយុទ្ធសាស្ត្រមិនមែនខ្លីទេយុទ្ធសាស្ត្រគឺវែងហើយយើងសម្ដែងដូចបំផ្លាញខ្លួនឯងអញ្ចឹងត្រូវតែការពិតអត់មាន fake សម្ដែងអ្នកដឹកនាំត្រូវជាការពិតមកការពិតអញ្ចឹងមានន័យថាប្រអប់គុណធម៌ចំណិចពាក្យថាគុណធម៌កន្លែងនេះបេះដូងទូលំទូលាយបាទយកប្រយោជន៍រួមជាធំបាទពាក្យថាគុណធម៌ហ្នឹងបាទប្រយោជន៍រួមជាធំម្នាក់នៅជុំវិញយើងត្រូវតែរីកចម្រើនអត់មានបានផលហើយគិតរយុទ្ធសាស្ត្ររួចជាស្រេចតា5ឆ្នាំក្រោយអាហ្នឹងបានមកតែឯងអាហ្នឹងចប់អត់មានគុណធម៌ចង់គុណធម៌ហើយអ្នកខ្លះគេលើកឡើងហ្នឹងបងពេលគុណធម៌ពេកអញ្ចឹងពិបាកវិញ slot ពេកបាទ slot ពេកតកាចបន្តិចបានគេគោរពអត់ទេបាទគាត់យល់អត់ទាន់ដល់ជំរឿពាក្យថាគុណធម៌មិនបដ ாய் ឲ្យមនុស្សខ្ជិលទេអ្នកខ្លះគិតថាគុណធម៌ពេកស្មាននឹង slot ពេកស្មាននឹង slot ពេកអត់ណាពាក្យ slot និងគុណធម៌ខុសគ្នាគុណធម៌រឹងប៉ឹងណាគុណធម៌វិន័យណាបាទឥឡូវសូមលើករបស់ព្រះសម្មាសម្ពុទ្ធខ្មែរយើងវប្បធម៌ខ្មែរយើងបើសិនជាយើងយកខ្លួនយើងទៅជាពុទ្ធសាសនិកជនណាតាមពុទ្ធសាសនាព្រះអង្គថាម៉េចព្រះអង្គសម្ដាក់ណែនាំយើងឲ្យប្រារព្ធសិល5បាទជាវិន័យហើយបើអត់សិល5មិនមែនជាមិនមែនចូលក្រុមជាមួយនឹងតថាគតទេបាទវិន័យគុណធម៌ហ្នឹងធំណាស់បាទជួយប៉ុន្តែដោយវិន័យអញ្ចឹងឧទាហរណ៍អូបើយើងថាគុណធម៌ slow តាអ្នកមកយឺតរហូតបដ ாய் គេឲ្យកុហកទៅអត់ទេណាបាទអត់ទេគុណធម៌នេះគឺជាគេហៅថាជាបារមីជាអំណាចដែរប៉ុន្តែជាអំណាចសិលធម៌ជះដណ្ដប់ទៅមកអស់មនុស្សមានឆន្ទៈចូលគ្នាហើយគុណធម៌នេះហើយដែលចងគ្នាយូរអង្វែងវែងឆ្ងាយដោយការគុណធម៌នេះអញ្ចឹងខ្ញុំសូមបើបិទបទខ្លីមកវិញថាគុណសម្បត្តិមាន121ពិភពលោកនេះអ្នកដឹកនាំប៉ុន្តែ3សំខាន់ថ្ងៃនេះលើកឡើងទី1គឺគុណសម្បត្តិដែលយើងត្រូវដឹកនាំខ្លួនឯងឲ្យបានល្អប្រសើរសិនទី2យើងជាបុគ្គលម្នាក់ដែលមានចក្ខុវិស័យទស្សនវិស័យរបស់ខ្លួនយើងផងបញ្ជ្រាបទៅក្រុមការងារផងហើយទី3ទៅបញ្ជ្រាបជាបុគ្គលម្នាក់ដែលមានគុណធម៌អរគុណច្រើនបងស្ដាប់អ្វីដែលបងលើកឡើងនេះល្អិតល្អោនមានហេតុមានផលមានដំណើរហើយក្នុងនាមខ្ញុំជាអ្នកដែលសម្ភាសបងនេះទៀតសោត
ក៏រៀនសូត្រពីបងបានច្រើនដែរមិនតិចប្រហែលទេទៅវិញអាចនឹងមានកម្លាំងបន្ថែមទៀតនៅក្នុងការធ្វើការក្នុងទូនាទីណាមួយក៏ដោយបងឈានទៅដល់សំណួរបន្ទាប់នេះមុននឹងបើកសំណួរបន្តិចដោយសារតែបងគឺជាអគ្គនាយកនៃ Maxwell Leadership ខ្ញុំមានសំណួរបែបងាយៗទេតើក្រុមការងារប្រចាំពេលរាជញ្ញកម្ពុជារបស់យើងនឹងមានតម្ងន់អីដើម្បីទៅជជែកយក Maxwell Leadership នៅមុននៅស្រុកខ្មែរយើងបានស្រុកខ្មែរយើងតាមអ្វីដែលយើងមានកន្លងមកប្រកបណាស់យើងមានវប្បធម៌មានអរិយធម៌មានតម្រង់នៃការដឹកនាំជាច្រើនហើយបន្តិចទៀតនេះតាមចំណដឹងបងនឹងអាចលើកឡើងដែរនៅសំណួរបន្ទាប់ប៉ុន្តែសំណួរឆ្កើបន្តិចបងយកអីទៅនិយាយដើម្បីឲ្យរហូតដល់ឋានៈមេដឹកនាំដែលមានចំណេះដឹងរឿងពីដឹកនាំទូទាំងពិភពលោកគេទទួលស្គាល់នេះឲ្យមកខ្មែរយើងបានមកកម្ពុជាហើយមានឱកាសសម្ដេចវត្តបដីទទួលជួបផ្ទាល់ទៀតសំណួរនឹងមានចង់មានន័យអញ្ចឹងល្អសំណួរនេះជ្រៅណាខ្ញុំមិនថាការធ្វើកិច្ចសហប្រតិបត្តិការហ្នឹងអន្តរជាតិនេះកម្រិតអន្តរជាតិដែលយើងចង់បានអ្នកវិនិយោគក្តីចង់សហការងារក្តីអាជីវកម្មក្តីសម្រាប់ប្រទេសទៅប្រទេសមួយចំពោះរឿងខ្ញុំពិតប្រាកដមួយពេលដែលខ្ញុំស្រឡាញ់ពាក្យភាពដឹកនាំហ្នឹងលើកមកបន្តិចរហូតខ្ញុំបានឆ្លងកាត់ជាប្រធានសមាគមនិស្សិតហ្នឹងចប់ខ្ញុំយល់ច្បាស់ខ្ញុំចង់អភិវឌ្ឍអាហ្នឹងបន្ថែមទៀតអញ្ចឹងខ្ញុំក៏សិក្សាស្រាវជ្រាវរហូតបានទៅជួបលោកតាខ្ញុំមានឱកាសស្និទ្ធស្នាលខ្លាំងទៅគាត់ណែនាំគាត់ថាចន់មកសឿនេះលេខ1ពិភពលោកដែលគេគោរពសកម្មយើងគឺល្អហើយតែយើងត្រូវសិក្សាបន្ថែមមិនថាយើងមិនមែនជាបុគ្គលម្នាក់ដែលនៅត្រឹងទេយើងត្រូវមើលតើគេអភិវឌ្ឍមិនហើយយកមកឆ្នៃមានន័យថាខ្ញុំបើកវងកញ្ចក់បន្តិចសិនណាប្រូក្រាមកម្មវិធីទាំងអស់របស់ Dr. John C. Maxwell នេះគឺលំដាប់ពិភពលោកលេខ1ប៉ុន្តែដាច់ខាតពីដែលយកមកប្រទេសយើងត្រូវមើលវប្បធម៌អរិយធម៌និងរបៀបរបបនៅខាងក្នុងអញ្ចឹងមានន័យថាម៉េចខ្ញុំនេះនឹងក្រុមការងារទាំងអស់មានតែខ្ញុំម្នាក់ទេពេលយកមកហើយឆ្លងកាត់លោកតាមិកុលភេងផងអាដាមវែងសេរីវុឌ្ឍផងនិងធីមបញ្ញវន្តយើងកាត់មានន័យថាម៉េចយើងអត់កាត់យើងត្រូវកាត់មួកមកតម្រូវក្បាលយើងយើងអត់កាត់ក្បាលយើងទៅតម្រូវមួកទេអញ្ចឹងបើសិនជាយើងខ្វះបញ្ញាខាងក្នុងយើងខ្វះធនធានខាងក្នុងយើងនេះដើម្បីគិតវិភាគឆ្នៃអាពេជ្រឆ្នៃចេញជាពេជ្របានណាតែមិនយកភាពនៅក្នុងមកយើងឆ្នៃបញ្ចូលបញ្ជ្រាបទៅនឹងវប្បធម៌អរិយធម៌ជាគ្រឹះរបស់យើងអញ្ចឹងខ្ញុំធ្វើរឿងហ្នឹងបាទតើនៅពេលដែលគាត់ទុកចិត្តហេតុអីបានគាត់ទុកចិត្តយើងខ្ញុំទៅសិក្សាចោះឈ្មោះរៀនដំបូងapply រៀបចំទៅបងលុយពេញបាទដំបូងហើយមកគេយកគេមើលដាក់ CV ទៅគេថាអូសដឹកនាំរហូតអញ្ចឹងយើងមានអានិស្ស័យរបស់យើងបង្កើតអាបទពិសោធន៍របស់យើងហ្នឹងនាំតាំងពីយុវជន 4-5 ឆ្នាំឡើងមកហើយនិយាយថា reference មានថាទេសនាមដោយស្ថាបនិកសាកលវិទ្យាល័យបញ្ញាសាស្ត្រទៀតតាមវិកលភេងចឹងខ្ញុំនិយាយលើកឡើងដែរដំណើរជីវិតរបស់ខ្ញុំរីកចម្រើនខ្លាំងហើយរុញមកដល់ដំណាក់កាលនេះគឺមានលោកតាវិកលភេងគាត់ជួយខ្ញុំបដិបដាលcoaching ខ្ញុំអញ្ចឹងគាត់សរសេរទេសនាមក្នុងនាមគាត់ជាស្ថាបនិកសាកលវិទ្យាល័យមួយដ៏ធំក្នុងនាមគាត់ជាអតីតទេសរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាប្រចាំកម្ពុជាក្នុងនាមគាត់ជាអ្នកធ្លាប់នៅសហរដ្ឋអាមេរិកបង្កើតសមាគមជួយខ្មែរយើងធ្វើការក្នុងរដ្ឋអាមេរិករដ្ឋតិចសាសទៀតហើយដឹកនាំអញ្ចឹងគាត់មានកេរ្តិ៍ឈ្មោះកេរដំណែលច្រើនអញ្ចឹងគាត់ទេសនាមខ្ញុំទៅបន្ថែមទៀតពេលខ្ញុំទៅសំខាន់ណាស់បុគ្គលិកលក្ខណៈយើងដែលខ្ញុំលើកឡើងដែរបុគ្គលិកលក្ខណៈយើងនៅពេលយើងទៅជួបតែយ៉ាងម៉េចយើងនឹងវាច្បាស់លាស់អត់គេទុកចិត្តយើងបានអត់អញ្ចឹងវានៅខាងក្នុងយើងហើយភាពដឹកនាំគេមានបបិសោតគេមើលយើងធ្លុះមើលដល់កែភ្នែកយើងគេដឹងថាយើងនឹងអ្នកមកពីណាទៅបាត់ដៃក្នុងដៃទេមិនស្រួលជួបបញ្ហាតិចធ្លាក់បាត់ហើយអត់ទេបង្ហាញអត្តចរិតយើងជាខ្មែរយើងគោលការណ៍អញ្ចឹងខ្ញុំលើកឡើងថាយើងធ្លាប់ដឹកនាំពិភពលោកសម័យណាប្របាទជ័យវរ្ម័នទី7មហានគរអញ្ចឹងខ្ញុំមានអារម្មណ៍ស្មារតីខ្ញុំរឹងមាំមិនមែន arrogant ណាមិនមែនក្អេងក្អាងទេប៉ុន្តែយើងមានទំនុកចិត្តហើយគាត់ថាយើងស្អាតពីខាងក្នុងស្មោះត្រង់ពីខាងក្នុងអត់ធ្មត់ពីខាងក្នុង
ហើយយូរខ្ញុំរយៈពេលសិក្សាហើយហោះទៅហោះមកសហរដ្ឋអាមេរិករហូតខ្ញុំទៅផ្ទាល់រៀនផ្ទាល់ជាមួយគាត់ណាគាត់គេតាមដានយើងរាប់ឆ្នាំបុគ្គលិកលក្ខណៈយើង បាទ ទើបយើងមានឱកាសអញ្ជើញគាត់មកស្រុកខ្មែរ អូបាទកន្លែងនេះអ្វីដែលឆ្លុះបញ្ចាំងមើលទៅលើរបៀបដែលបងកសាងទំនុកចិត្តបានគឺរបៀបដែលបងកំណត់ខ្លួនឯងថាត្រូវតែធ្វើឲ្យបានលទ្ធផលត្រូវតែធ្វើឲ្យមានភាពជាដែលបងលើកឡើងបាញ់មិញភាពជាខ្មែរដែលម៉ឺងម៉ាត់ម៉ត់ចត់កន្លែងនេះខ្ញុំគិតថាបងប្អូនអ្នកស្ដាប់នឹងអាចរៀនសូត្រពីបងបានក៏ដូចជាគ្រឹះមួយទាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការដោយសារតែប្រហែលជាបងទៅមិនមែនមានតែសាសខ្មែរទេទូទាំងពិភពលោក គឺទូទាំងពិភពលោកសាសដតីជាច្រើនទៀតគេមើលយើងដែរតែតើតំណាងឲ្យខ្មែរមួយនេះអាចស្ពាយភាពម៉ត់ចត់ភាពម៉ឺងម៉ាត់ក៏ដូចជាអ្វីដែលយើងដាក់គោលដៅថាទៅហើយនឹងទៅត្រឡប់មកវិញដោយការទំនុកចិត្តរហូតដល់លោកបណ្ឌិតJohn C. Maxwell មកខ្មែរយើងមកវត្តមានសំខាន់ណាស់បាទអត់ងាយទេណាមកពិភពលោកហ្នឹងគាត់អត់សូវបានទៅផ្ទាល់ទេអញ្ចឹងវត្តមានគាត់ហ្នឹងគឺបង្ហាញពីថាគាត់ទុកចិត្តខ្មែរយើងបាទដូច្នេះកន្លែងនេះបើខ្ញុំចង់បញ្លេចថាអ្វីដែលយើងមានយើងត្រូវការបន្តរៀនបន្តអភិវឌ្ឍដែលប្រហែលជាគ្រឹះមួយក្នុងចំណោមគ្រឹះនៃអ្នកដឹកនាំភ្ជាប់ជាមួយនឹងសំណួរដែលខ្ញុំបានចាក់សួរខាងដើមតាក់ទងជាមួយនឹងទំនុកចិត្តនេះខ្ញុំចង់ភ្ជាប់ជាមួយនឹងអ្វីដែលបងបានរៀនសូត្រពីដុកទ័រ John C. Maxwell តែម្ដងដោយសារតែបងគឺជាមនុស្សម្នាក់ដែលទទួលបានការទុកចិត្តហើយមានវិញ្ញាបនបត្របញ្ជាក់ពី John C. Maxwell ទៀតសោតបងអាចចែកម្លែកបន្តិចបានទេអ្វីដែល John C. Maxwell បានបង្រៀនតាក់ទងជាមួយនឹងអ្នកដឹកនាំតើអ្នកដឹកនាំមួយរូបគាត់ទទួលបានលទ្ធផលល្អគាត់មានធាតុផ្សំអ្វីខ្លះឬក៏គ្រឹះអ្វីខ្លះដើម្បីទទួលបានលទ្ធផលល្អសម្រាប់គោលដៅសម្រាប់ទស្សនវិស័យបាទអរគុណតាមដុកទ័រ John C. Maxwell ចុះបាទនឹងយើងនិយាយអំពីភាពដឹកនាំនេះអញ្ចឹងអ្វីដែលខ្ញុំរៀនសូត្របានគឺច្រើនហើយយើងយកមកអនុវត្តផ្ទាល់បាទយកមកអនុវត្តផ្ទាល់អញ្ចឹងឥឡូវយើងទៅក្រោយបន្តិចបាទគាត់ឲ្យយមន័យសិនបាទគាត់ឲ្យយមន័យថាភាពដឹកនាំមានន័យថាម៉េចបាទអញ្ចឹងភាសាអង់គ្លេសចុះបាទមានច្រើនណាយមន័យបាទនិយាយមិនក៏បានដែរប៉ុន្តែតាមទស្សនៈរបស់លោកដុកទ័រ John C. Maxwell ភាសាអង់គ្លេសចុះគាត់ថា leadership is influence nothing more nothing less បាទអញ្ចឹងភាពដឹកនាំគឺជាការមានឥទ្ធិពលបាទម៉ាត់ហ្នឹងគាត់ឥទ្ធិពលហើយយើងស្ដាប់ពីរោះណាបាទយើងមើលទៅ speaker គាត់និយាយនៅលើឆាកនៅលើអីគឺភាពដឹកនាំគឺជាការមានឥទ្ធិពលតែបើយើងអត់យល់យើងអត់ដឹងយើងអត់សិក្សាយើងអត់អនុវត្តអត់ដឹងទៅមានន័យទៅយើងអត់ដឹងហើយយើងយកទៅអនុវត្តខុសទៀតបាទយើងនឹងគិតថាកាលណាយើងអត់ដឹងណានាំមានឥទ្ធិពលអំណាចបាទយើងនឹងគិតថាអ្នកដែលមានឥទ្ធិពលហ្នឹងតើអ្នកមានទូនាទីបើមានឥទ្ធិពលបាទតាមមុខនឹងគាត់បាទមិនខុសទេតែមិនត្រូវគ្រប់ជ្រុងទេបាទអញ្ចឹងគាត់នឹងគិតអញ្ចឹងហ្មងបាទគាត់នឹងគិតទៅអញ្ចឹងហ្មងអញ្ចឹងនិយមន័យនៃភាពជាអ្នកដឹកនាំនេះនឹងខ្ញុំសម្រាយបន្តិចបន្ថែមគឺថាភាពជាអ្នកដឹកនាំគឺជាការមានឥទ្ធិពលបាទឥទ្ធិពលមិនឥទ្ធិពលហ្នឹងគឺជាឥទ្ធិពលវិជ្ជមានបាទមិនអវិជ្ជមានទេឥទ្ធិពលវិជ្ជមានពេលគាត់ដឹកនាំខ្លួនឯងឥទ្ធិពលខ្លួនឯងឲ្យល្អប្រសើរកាលណាគាត់ដឹកនាំក្រុមឥទ្ធិពលក្រុមឲ្យរីកចម្រើនកាលណាគាត់ដឹកនាំស្ថាប័នឥទ្ធិពលស្ថាប័នឲ្យរីកចម្រើនកាលណាគាត់ដឹកនាំរដ្ឋរបស់ប្រទេសជាតិគឺប្រទេសជាតិនឹងរីកចម្រើនបាទតែសួរថាឥទ្ធិពលនឹងទៀតឥទ្ធិពលនឹងតាមរយៈណាណែអាហ្នឹងសំខាន់បាទកន្លែងនេះគឺជាកន្លែងសំខាន់ចំណុចសំខាន់ដែលខ្ញុំសិក្សាហើយអនុវត្តហើយបានបដិបដាលម្ចាស់ជីវកម្មជាច្រើនអត់ក្រោមពាន់អ្នកទេបាទបច្ចុប្បន្នគាត់យល់ហើយគាត់យកទៅអនុវត្តបានប្រសិទ្ធភាពបានរយៈពេលវែងហើយស្ទាបស្ទង់វាស់វែងបានអញ្ចឹងមានឥទ្ធិពលទៅដឹកនាំក្រុមស្ថាប័នតាមរយៈណាតាមរយៈ5កម្រិតបាទច្បាស់ហើយបើយើងអត់យល់ពីភាពជាអ្នកនាំ5កម្រិតហ្នឹងទៀតសោតច្បាស់ស្មើនឹងអត់យល់ពីភាពជាអ្នកនាំហ្នឹងច្បាស់បាទសំខាន់ណាស់បាទអញ្ចឹងខ្ញុំសង្ខេបខ្លីៗចុះបាទចេញមកនៅកន្លែងនេះបាទអញ្ចឹងភាពជាអ្នកនាំ5កម្រិត
អញ្ចឹងទី1បានលើកឡើងមុនហ្នឹងដូចខ្ញុំបានទូនាទីភ្លាមជា president ហ្នឹងតែប៉ុន្តែអាហ្នឹងជា level 1តែប៉ុណ្ណោះបាទកម្រិតទី1ឲ្យយើងបានទូនាទីហ្នឹងណាបាទការតែងតាំងទីហោខ្លួនឯងតែម្ដងហ្នឹងជាក់ស្ដែងគឺកម្រិតទី1ទេទូនាទីហ្នឹងណាហើយមានមិត្តភក្តិខ្ញុំម្នាក់ទៀតកាលហ្នឹងខ្ញុំជាប្រធានសមាគមនិស្សិតមិត្តភក្តិខ្ញុំគាត់ឆ្នាំទី3ហើយគាត់បានទៅធ្វើការងារនៅធនាគារមួយធម្មតានៅគាត់បានធ្វើការងារហើយតែត្រឹមឆ្នាំទី3ឡើងទូនាទីហើយដោយសារចុះអង់គ្លេសផងគឺមានធ្វើការងារស្ម័គ្រចិត្តអីផងអញ្ចឹងវាមានឱកាសច្រើនដែរពេលគាត់ឡើងទូនាទីពុបគាត់មកអួតប្រាប់ខ្ញុំថាសម្លាញ់ខ្ញុំឥឡូវជា leader ដែរជាអ្នកដឹកនាំដែរសម្លាញ់អ្នកដឹកនាំសមាគមនិស្សិតខ្ញុំឥឡូវជាអ្នកដឹកនាំដែរបាទពេលគាត់និយាយអញ្ចឹងកាលហ្នឹងខ្ញុំយល់ហើយខ្ញុំមានអារម្មណ៍ថាគាត់អត់ទាន់យល់ទេបាទគាត់បានទូនាទីតែប៉ុណ្ណោះដែលគេលើកហ្នឹងតែមិនទាន់ប្រកាសថាគាត់ជាអ្នកដឹកនាំដល់ឡើយទេបាទអញ្ចឹងពេលដែលគាត់បានទូនាទីហ្នឹងគេហៅថាកម្រិតទី1តែប៉ុណ្ណោះមានន័យថាម៉េចភាសាអង់គ្លេសគេថា people follow you because they have to គេត្រូវតែធ្វើតាមយើងទេបាទដោយសារ level 1កម្រិតទី1គឺយើងមានទូនាទីអញ្ចឹងគេដើរតាមយើងដោយសារតែវាត្រូវតែដើរតាមយើងបាទនៅពេលនោះកាលណាយើងយកទូនាទីយើងទៅដឹកនាំហ្មងមនុស្សអត់ចង់ធ្វើតាមមនុស្សដែលគេត្រូវតែធ្វើតាមហ្មងបាទpeople don't want to follow people because they have to follow people មនុស្សគេចង់ដើរតាមមនុស្សដែលគេត្រូវធ្វើតាមហ្មងទេវាសពាតវាអត់មានទំនាក់ទំនងវាអត់មានភាពទុកចិត្តភាពសហការវាអត់ទាន់បង្ហាញអាហ្នឹងទាំងអស់បាទវាគ្រាន់តែបានទូនាទីតែប៉ុណ្ណោះអញ្ចឹងនៅពេលដែលយើងដឹកនាំដល់កម្រិតទី1នេះគឺគ្រោះថ្នាក់មានន័យថាម៉េចយើងចង់ឲ្យក្រុមនឹងរីកចម្រើនតែយើងបានចាក់វ៉ាក់សាំងឬមួយក៏ចាក់ថ្នាំពុលចូលក្រុមបាត់ហើយបើវ៉ាន់ហ្នឹងគ្រោះថ្នាក់ណាបាទមានតែន័យថាម៉េចយើងនឹងបង្កើតបរិយាកាសនៅកន្លែងហ្នឹងអង់គ្លេសគេថា high life fake fear នឹងមានការលាក់បាំងគ្នានឹងមានការខ្លាចគ្នានឹងមានការកុហកគ្នាបាទនៅក្នុងបរិយាកាសជុំវិញនឹងហ្មងហ្នឹង level 1កម្រិតទី1បាទកម្រិតទី1អញ្ចឹងមនុស្សនៅពេលដែលគាត់អត់មានអារម្មណ៍ថាប្រធានហ្នឹងគឺខ្វល់ខ្វាយពីគាត់ហើយខ្ញុំលើកឡើងមកវិញប្រធានហ្នឹងគាត់យកទូនាទីជាគោលហ្មងគឺថាត្រូវតែធ្វើអញ្ចឹងត្រូវធ្វើតាមវាអត់មានមនុស្សវាមានមនោសញ្ចេតនាអារម្មណ៍មនុស្សត្រូវការបញ្ជ្រាបទស្សនវិស័យចូលគ្នាអត់ទាំងអស់ហ្នឹងទុកចិត្តគ្នាហើយកាលយើងយកអាហ្នឹងជាគោលគ្រាន់តែគេមើលមុខយើងចំអត់បានផងហ្នឹងយើងគិតមើលតើអាចវែងឆ្ងាយបានទេអាហ្នឹងដែលខ្ញុំលើកឡើងថា start up បាទជាទូទៅអ្នកដែលសហគ្រិន start up វ័យក្មេងហ្នឹងគាត់បរាជ័យមកវិញមានហេតុផលច្រើនតែហេតុផលមួយដែលសំខាន់សម្រាប់ពួកគាត់គឺគាត់យកទូនាទីយើងទៅដឹកនាំបាទមានន័យថាមិនអត់ឆ្លងកាត់ទៅកម្រិតទី2កម្រិតទី3កម្រិតទី4ទេព្រោះមាន5អត្តពលមាន5តែយើងយកអត្តពលទៅដឹកនាំយកទូនាទីតែម្ដងទៅដឹកនាំវាស្មើនឹងយកកម្រិតទី1ទៅបាទនៅពេលហ្នឹងគេចូលរួមជាមតិយោបល់អីក៏មិនបាទហើយគាត់ចង់បង្កើតលទ្ធផលតាមពិត DNA គាត់ល្អទឹកចិត្តគាត់ល្អព្រោះគាត់ជាអ្នកមានទស្សនវិស័យហើយសហគ្រិនវ័យក្មេងប៉ុន្តែពេលទៅដឹកនាំគិតគាត់ចង់បានលទ្ធផលវាជាកម្រិតទី3បាទនៅក្នុងភាពជាអ្នកដឹកនាំគាត់រំលងកម្រិតទី2ដ៏សំខាន់បំផុតជារនាំងណាកម្រិតទី2ហ្នឹងគឺគេហៅថា meaningful relationship បាទគឺជាការទំនាក់ទំនងបាទដើម្បីឲ្យកន្លែងទំនាក់ទំនងហ្នឹងហើយដែលមនុស្សគេចូលចិត្តបាទគេចូលចិត្តយើងជាអ្នកដឹកនាំមែនប៉ុន្តែយើងមានទំនាក់ទំនងណាយើងមាន relationship យើងមានទំនាក់ទំនងដើម្បីឲ្យគាត់ដឹងដែលខ្ញុំលើកឡើង3ចំណុចនៅជាមួយខ្ញុំនឹងខ្វល់ខ្វាយស្មើគ្នានៅជាមួយខ្ញុំនឹងអាចជួយយើងឲ្យរីកចម្រើនបាននៅជាមួយខ្ញុំអាចទុកចិត្តខ្ញុំបានអាចកម្រិតទី2នឹងធ្វើរឿងហ្នឹងទាំងអស់បាទមានន័យថាម៉េចគាត់ស្ដាប់គាត់សង្កេតហើយគាត់រកវិធីសាស្ត្រជួយបាទស្ដាប់លើកឡើងមិញត្រូវអ្នកខ្លះគាត់ថាយោបល់មិនបានផងអញ្ចឹងដែលខ្ញុំលើកឡើងនេះអំពីសហគ្រិនវ័យក្មេងដែលគាត់ដឹកនាំទៅគាត់មាន DNA មួយគេហៅថាទស្សនវិស័យវែងឆ្ងាយចង់ឲ្យរីកចម្រើនចង់ឲ្យជោគជ័យហើយនៅពេលចង់ហ្នឹងទៅគាត់បានទូនាទីជា CEO ហ្នឹងគាត់យកទូនាទីទៅដឹកនាំហ្មងដែលធ្វើឲ្យមនុស្សហ្នឹងគឺ
វាអត់ចូលបេះដូងមួយគ្នាអញ្ចឹងវាខ្លាចប្រធានហ្នឹងបងភ័យខ្លាចបាទចាប់ផ្ដើមមានការលាក់បាំងនៅកន្លែងហ្នឹងហើយគាត់សង្កត់ធ្ងន់ឲ្យបានលទ្ធផលកាលណាបានលទ្ធផលវាជាកម្រិតទី3ទៅហើយរបស់អ្នកដឹកនាំបាទកាលណារុញអាហ្នឹងខ្វះទំនាក់ទំនងខ្វះភាពគេហៅថាទុកចិត្តគ្នាសហការគ្នាជឿជាក់ដើម្បីរយៈពេលវែងបានណាឆ្លងកាត់ឧបសគ្គមកបានលទ្ធផលបាទមកបានលទ្ធផលមួយឆ្លងកាត់ឧបសគ្គហ្នឹងហើយដែលត្រូវការទំនាក់ទំនងដ៏ស្អិតរមួតដ៏ជិតស្និទ្ធដែលទុកចិត្តគ្នាដែលលះបង់ជាមួយគ្នាបាទឲ្យគ្នាយំបានអាក្រុមហ្នឹងបកក្រុមអញ្ចឹងដល់ខ្ញុំលើកទឹកចិត្តទេថាអ្នកដឹកនាំវ័យក្មេងសហគ្រិនវ័យក្មេងទាំងអស់មុននឹងបង្កើតលទ្ធផលបានណាត្រូវបង្កើតក្រុមដែលមានទំនាក់ទំនងល្អដែលទុកចិត្តគ្នាដែលសហការគ្នាព្រោះ dream teamwork make a dream work មានតែក្រុមការងារខ្លាំងរឹងមាំឯងទើបបង្កើតលទ្ធផលបានល្អប្រសើរអញ្ចឹងធ្វើម៉េច a little bit slow down ដកខ្លួនថយបន្តិចសិនយើងចង់បានលទ្ធផលហើយបណ្ដាច់ខាតអាពេលវេលាដំណើរការទៅរកលទ្ធផលហ្នឹងគឺបង្កើតក្រុមមួយដ៏រឹងមាំទុកចិត្តគ្នាសហការគ្នាតាមរយៈកម្រិតទី2នេះផងដែរបាទខ្ញុំដល់ខ្ញុំអញ្ចឹងបកមកភាពជាអ្នកនាំប្រើកម្រិតនឹងវិញបាទអញ្ចឹងភាពជាអ្នកនាំគឺជាការមានអត្តពលតាមរយៈណាគឺតាមរយៈប្រើកម្រិតអញ្ចឹងកម្រិតទី1គឺគេហៅថា position ហ្នឹងហើយអំណាចទូនាទី rank title អាហ្នឹងគឺកម្រិតទី1តែប៉ុណ្ណោះហើយពាក្យកលឹះកន្លែងហ្នឹងគេថាគេដើរតាមយើងដោយសារតែត្រូវតែហ្មងអត់ជំរើស no choice អត់ជំរើសប៉ុន្តែយើងកំដៅហ្នឹងណែយើងមានទូនាទីហើយយើងមានposition ហើយយើងត្រូវចេះអភិវឌ្ឍខ្លួនយើងឲ្យទៅកម្រិតទី2បាទទី2ហ្នឹងគេថា relationship បាទណែឃើញទេណា permission level មានន័យថាគឺជាការអនុញ្ញាត keyword នៅកន្លែងហ្នឹងក៏លើសខ្លីកន្លែងហ្នឹងគឺការទំនាក់ទំនងល្អបាទឥឡូវនេះយើងមានទូនាទីមែនយើងមានខ្ពស់ជាងគាត់មែនបាទប៉ុន្តែគេចូលចិត្តយើងគេចង់គេស្ម័គ្រចិត្តបាទក៏លើសកន្លែងហ្នឹងគឺគេចាប់ផ្ដើមចង់ដើរតាមយើងដោយសារគេចង់ចង់ហ្នឹងគឺជាចំណុចមួយដ៏ផ្លាស់ប្ដូរគ្នាដ៏សំខាន់ពីត្រូវតែមកចង់បាទអាមួយបង្ខំអាមួយស្ម័គ្រចិត្តបាទសំខាន់ណាស់ស្ម័គ្រចិត្តហ្នឹងស្ម័គ្របូកនឹងចិត្តឃើញទេអញ្ចឹងកន្លែងហ្នឹងកម្រិតទី2ហ្នឹងអ្នកដឹកនាំគាត់ធ្វើរឿង3តែពិតធ្វើរឿងច្រើនតែខ្ញុំសង្ខេបមកវិញធ្វើរឿង3ទី1គាត់ស្ដាប់បានលើកឡើងហើយបាទស្ដាប់ទៅយកចិត្តទុកដាក់កាលណាយើងស្ដាប់គាត់ហាក់ដូចជាកំពុងបញ្ជូនគេហៅថាអំណាចសិលធម៌មួយទៅកាន់គាត់អញ្ចឹងបាទហើយគាត់មានអារម្មណ៍គាត់មានដំឡៃមនុស្សត្រូវការមនុស្សមានតម្លៃហើយគេថាកម្រិតទី1នេះមនុស្សអត់មានតម្លៃផងណាបាទត្រូវធ្វើតាមខ្ញុំធ្វើតាមនេះបានលទ្ធផលបើមិនចឹងដកអត់តម្លៃបាទអញ្ចឹងនៅកម្រិតទី2នេះគឺបញ្ជ្រាបឲ្យគាត់មានអារម្មណ៍គាត់មានតម្លៃនៅក្នុងទូនទីរបស់គាត់ហ្នឹងអញ្ចឹងគាត់ចង់បញ្ចេញអីសមត្ថភាពហើយចង់បង្កើតអីចង់បង្កើតលទ្ធផលឃើញទេកលឹះនៅកន្លែងហ្នឹងអញ្ចឹងកម្រិតទី2នេះគឺជាការចងទស្សនវិស័យចូលគ្នាបាទហើយយើងចងមិនបើអត់ស្គាល់គ្នាអត់ទុកចិត្តគ្នាអត់តំណែងតំណងជាមួយគ្នាហើយយើងគិតមើលយើងនៅមួយគ្នារាល់ថ្ងៃបាទស្និទ្ធណាមួយបុគ្គលិកមួយយើងនឹងជួបគ្នារាល់ថ្ងៃជាងបងប្អូនយើងទៀតហើយយើងអត់មានតំណែងតំណងមួយដល់ទុកចិត្តគ្នាយើងអត់មាន harmony environment ហ្នឹងវាអត់មានភាពកក់ក្ដៅខ្ញុំមិនដឹងថាដឹកនាំរបៀបម៉េចកម្រិតទី1ហ្នឹងពិបាក stressful ការឡើងពេញនៅ environment ហ្នឹងមកអូខេអញ្ចឹងកម្រិតទី2កាលណាគាត់មានតំណែងតំណងគាត់ស្ដាប់គាត់សង្កេតពេលណាគាត់ស្ដាប់គាត់សង្កេតគាត់នឹងដឹងភាពខ្លាំងភាពខ្សោយរបស់បុគ្គលិករបស់ក្រុមយើងបាទអាហ្នឹងដែលយើងអាចដាក់ភាពខ្លាំងចង់ភាពខ្លាំងឃើញទេបាទហើយយើងរកឱកាសទី3គឺ find me to serve គេថាជួយគាត់បាទជួយគាត់ជួយមិនជួយគាត់មិនមែនធ្វើការជំនួសគាត់ទេបាទជួយគាត់ហ្នឹងគឺបំពាក់បំពន់គាត់ឃើញទេដឹងថាគាត់ខ្សោយអីគាត់ប្រកែអីជំរុញបន្ថែមលើកទឹកចិត្តបញ្ចូលគាត់ឲ្យដឹងថាដំណើរការទៅមុខគាត់រីកចម្រើនរបៀបនេះឃើញទេហ្នឹងហើយទើបយើងមានតំណែងតំណងហើយយើងអត់មានតំណែងតំណងមនុស្សអត់បើកទេមនុស្សបាត់បាទអញ្ចឹងគេថានៅក្នុងភាពជាអ្នកដឹកនាំគេថាបើយើងអត់យល់ពីមនុស្សយើងអត់យល់ពីភាពជាអ្នកដឹកនាំត្រឹមត្រូវ If you don't understand people you don't understand leadership ពួកភាពជាអ្នកដឹកនាំត្រូវការឲ្យគាត់នឹងបញ្ចេញអស់សមត្ថភាពទាំងបញ្ញាទាំងគំនិតបើគាត់ខំប្រឹងអស់សមត្ថភាពជួនកាលគាត់អត់បញ្ចេញអស់ទេហ៊ានតែល្បវ័នអត់ទេធ្វើតែមុខយើងជួបពីក្រោយនិយាយដើមគ្នាបាទពីដើមធ្វើយកមុខតែមេអាហ្នឹងដោយសារកម្រិតទី1នោះគឺជាបរិយាកាសជុំវិញដែលខ្ញុំលើកឡើងហ្នឹងបាទ
ចឹងកម្រិតទី2នេះធ្វើឲ្យមនុស្សចូលគ្នាហើយភាគច្រើនក្រុមការងារតែហ៊ានតែអត់ទុកចិត្តគ្នាអត់សហការគ្នាហើយចប់ហើយត្រូវការទុកចិត្តនិងសហការទើបបដោះទស្សនវិស័យទៅមុខចឹងទៅការ relationship ទំនាក់ទំនង I trust you you trust me ខ្ញុំទុកចិត្តក្រុមទុកចិត្តខ្ញុំបាទ I like you you like me ខ្ញុំចូលចិត្តគាត់ចូលចិត្តខ្ញុំជាលក្ខណៈចូលចិត្តរបៀបថ្លៃថ្នូរស្អាតស្អំផ្លូវការអញ្ចឹងមានអត្តចិត្តមួយចង់បង្កើតលទ្ធផលរួមគ្នាមានតំណែងអំណងល្អហើយមិនប្រាប់ខ្លាំងផងការងារប្រាប់1ធ្វើដល់5បាទដាច់យប់ធ្វើបានខ្ញុំនិយាយមែនណាបាទហើយកាលណាយើងកម្រិតទី1អត់ទេធ្វើតែមុខយើងទេបាទហើយរកវិធីសាស្ត្រចាញ់ទៅកន្លែងផ្សេងហើយអ្នកខ្លាំងនៅអត់បានបាទហ្នឹងមានរឿងរ៉ាវច្រើនដែលយើងត្រូវជជែកគ្នាទៀតតែខ្ញុំសង្ខេបខ្លីៗទេបាទបើចឹងកម្រិតទី2ប៉ុន្តែមានសួរទៅបងម្នាក់ម្ដងពេក relationship ពេកទៅគាត់អត់ចង់ស្ដាប់យើងវិញអាហ្នឹងគេមានសំណួរ challenge ទីច្រើនដោយសារអីគាត់អត់ទៅកម្រិតទី3និងកម្រិតទី4បាទអញ្ចឹងមានរហូតដល់5កម្រិតដល់សម្រាប់ទប់អត់ទាំងអស់ហ្នឹងបាទអញ្ចឹងទំនាក់ទំនងហើយទុកចិត្តគ្នាហើយសហការគ្នាហើយចំបង្កើតលទ្ធផលរួមគ្នាហើយគាត់នឹងបញ្ចេញសមត្ថភាពឲ្យអស់ហើយគាត់សិក្សាបន្ថែមកូនរៀសឺគាត់អានអស់ហើយដល់គាត់ស្ម័គ្រចិត្តដើរតាមស្ម័គ្រចិត្តចូលរួមទស្សនវិស័យហ្នឹងចង់ឃើញចង់ដល់បេះដូងគាត់ដាក់ជីវិតធ្វើការបានណាអាហ្នឹងទើបទៅកម្រិតទី3គឺ production level បាទពាក្យកន្លឹះគឺលទ្ធផលបាទឥឡូវនេះគេកាន់តែស្រឡាញ់កាន់តែចង់ដើរតាមជាមួយយើងនៅជាមួយយើងដោយសារយើងបានបង្កើតលទ្ធផលជូនក្រុមហ្នឹងនិងឬក៏ក្រុមហ៊ុនហ្នឹងឬស្ថាប័នហ្នឹងឃើញទេបើទី3នេះសំខាន់ណាស់បាទអញ្ចឹងយើងមានទូនាទីក្តីយើងបង្កើតទំនាក់ទំនងល្អក្តីគឺយើងត្រូវបង្កើតលទ្ធផលជាមួយគ្នាអាលទ្ធផលជាមួយគ្នាហ្នឹងវារីកចម្រើនទាំងអស់គ្នាវាល្អប្រសើរទាំងអស់គ្នាឃើញទេអញ្ចឹងសមត្ថភាពរបស់យើងហ្នឹងឃើញរុញទៅលើហើយនៅពេលដែលយើងកម្រិតទី3នេះអ្នកដឹកនាំគាត់ត្រូវតែមានរឿងច្រើនតែខ្ញុំលើកសង្ខេបខ្លីៗចុះទី1គាត់នឹងបាច់ខាតត្រូវដើរតួនាទីជាគំរូហ្មងបាទគេថា lead by example ចង់ឲ្យ team បង្កើតលទ្ធផលយើងបង្កើតលទ្ធផលឲ្យមើលសិនបាទហើយទី3សំខាន់ណាស់បាទយើងបង្កើតលទ្ធផលឲ្យគាត់មើលគាត់ចង់ការតាំងចិត្តគំរូជាអ្នកដឹកនាំ team ក្រុមទាំងអស់ហ្នឹងនឹងចង់ដោយសារយើងមានតំណែងតំណងរួចជាស្រេចបាទចាំមកកាលណាយើងអត់មាន relationship ពេញទេពិបាកនឹងក្រៅពិបាកអញ្ចឹងគាត់នឹងចង់ដើរតាមយើងជាគំរូយើងបង្កើតលទ្ធផលហើយទី2នៅក្នុងកម្រិតទី3នេះនឹងបង្កើតអីសន្ទុះការងារសន្ទុះលទ្ធផលគេថាអ្នក leader create momentum បាទ follower try to solve problem ប៉ុន្តែ leader create momentum អ្នកដើរតាមគឺគាត់ដោះស្រាយតែបញ្ហាទេប៉ុន្តែអ្នកដឹកនាំបង្កើតសន្ទុះបាទអាសន្ទុះនឹងដោះស្រាយបញ្ហា 80% តាមការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍអនុវត្តជាក់ស្ដែងបាទរបស់លោក Merit Johnson Maxwell ហើយនឹងខ្ញុំខ្លួនឯងផ្ទាល់ហើយបណ្ដុះបណ្ដាលថ្នាក់ដឹកនាំជាច្រើនកាលណាមានបញ្ហាមិនត្រូវបដោតទៅរឿងបញ្ហាហ្នឹងទេងាប់បដោយដោតតែ 10-20% បានហើយបង្កើតសន្ទុះការងារហ្នឹងឲ្យទៅមុខបុកបញ្ហាទៅមុខមកបាទគឺបង្កើតលទ្ធផលនៅកន្លែងហ្នឹងបាទដោះបានទាំងអស់ហើយវាមានវិធីសាស្ត្រយុទ្ធសាស្ត្រហ្នឹងអញ្ចឹងគន្លឹះសំខាន់ចំណុចទី3ហ្នឹងគឺ production level ហ្នឹងគឺមានន័យថាផលិតកម្មផលិតផលប៉ុន្តែបង្កើតលទ្ធផលហ្នឹងក៏ដោយមិនមែនទៅតែហ្នឹងណាអូខេកម្រិតទី3ហ្នឹងជួនកាលបង្កើតលទ្ធផលចឹងគោលដៅក៏ធំបំផុតរបស់ខ្ញុំបង្កើតលទ្ធផលអត់ទេអត់ទៅវែងឆ្ងាយទេវាអាចធ្លាក់មកវិញបាទអាចធ្លាក់ទាំងលទ្ធផលអាចធ្លាក់ទាំងតំណែងតំណងដែលនិយាយថាលើកឡើងហ្នឹងយូរទៅកាន់តែស្និទ្ធនេះសារឡើងចង់គោរពយើងបាទជួនកាលអង្គុយតុកមេលេងអញ្ចឹងទៅបាទអត់ទេចាំនៅក្នុងភាពចំណេះដឹកនាំនេះកាន់តែស្និទ្ធកាន់តែគោរពបាទកាន់តែមេទុកចិត្តកាន់តែក្រែងចិត្តបាទអាហ្នឹងទើប leadership ពិតប្រាកដអញ្ចឹងត្រូវរុញទៅណាដើម្បីឲ្យទំនាក់ទំនងហ្នឹងកាន់តែស៊ីជម្រៅកាន់តែចិត្តស្និទ្ធកាន់តែមានការលះបង់ជាមួយគ្នាបានផលិតផលកាន់តែគ្មានដែនកំណត់គឺត្រូវទៅកម្រិតទី4បាទគេហៅថា people development levels គឺជាកម្រិតមួយដែលបណ្ដុះបណ្ដាលអ្នកដឹកនាំបន្តបណ្ដុះបណ្ដាលធនធានមនុស្សជាកម្រិតមួយដែលឆ្នៃមនុស្សអភិវឌ្ឍមនុស្សលើកមនុស្សដោយមានផែនការជាប្រព័ន្ធ system អភិវឌ្ឍតាមទៅមិននឹកឃើញប្រហែលតែមួយពេល training ផ្ទះដៃទាំងអស់គ្នាចែកសញ្ញាបត្រ VR leader ទេអត់ទេបាទ
អាហ្នឹងជាចំណុចមួយវាមានចំណុចជាយុទ្ធសាស្ត្រដែលខ្ញុំរៀបហ្នឹងដើម្បីឲ្យមនុស្សឡើងកម្រិតអ្នកដឹកនាំដែលខ្ញុំលើកឡើងហ្នឹង បាទ អាកម្រិតទី4ហ្នឹងដើម្បីឲ្យគាត់ឡើងកម្រិតទោះបីគាត់កាន់ទៅទូនាទីណាក៏ដោយមេឌៀក៏ដោយអ្នករដ្ឋបាលក៏ដោយអ្នកព័ត៌មានក៏ដោយអ្នកទាំងអស់ហ្នឹងគូត្រូវការភាពជាដឹកនាំរបស់គាត់ហើយអ្នកខ្លះក៏ថាខ្ញុំកាន់តែមេឌៀហ្នឹងចាំបាច់អ្នកត្រូវការភាពជាដឹកនាំអីអត់ទេ បាទ ពួកគាត់ហ្នឹងរត់ទៅត្រូវការតែសារអ្នកដឹកនាំគាត់ដកនាំខ្លួនឯងហើយគាត់យល់អំពីបេសកកម្មរបស់ក្រុមជុំគាត់ធ្វើដោយមិនបាច់ចាំប្រាប់ច្រើនណាគាត់ធ្វើច្រើនលើសដែលយើងដាក់តោះតែគាត់យល់ពីភាពជាដឹកនាំហ្នឹង បាទ សំខាន់ណាស់នៅក្នុងគ្រប់កន្លែងទាំងអស់បើភាពជាដឹកនាំនេះគឺសំខាន់ណាស់អញ្ចឹងកម្រិតទី4គឺបដោះហើយកាលណាយើងអត់បដោះគាត់ដឹងណាគាត់យល់ណាអញ្ចឹងកម្រិតទី4គឺជាផែនការអភិវឌ្ឍមនុស្សនៅក្នុងក្រុមយើងឬស្ថាប័នយើងដោយផែនការត្រឹមត្រូវមានការបដោះបដាលជាក្រុមទូទៅខាងក្នុងមានការអញ្ជើញខាងក្រៅសហការគ្នាដើម្បីឲ្យយើងជជែកគ្នាបាទយើងជជែកមួយគេដើម្បីដឹងថាអូយើងត្រូវ train កម្រិតណាបដោះបដាលកម្រិតណាមានផែនការអភិវឌ្ឍឲ្យគាត់និយាយរួមទៅគឺថា transform អភិវឌ្ឍគាត់ជាហោហែបាទដោះឲ្យអភិវឌ្ឍខ្លួនជានិច្ចសំខាន់ណាស់កន្លែងហ្នឹងសំខាន់ណាស់ហើយការណាគាត់យល់ណែបើសិនជាយើងអត់បដោះគាត់ទេយើងខំតំណែងជាមួយគាត់កាលណាយើងអត់បដោះគាត់យល់គាត់ថាមេខ្ញុំស្រួលបាទ slow ដែរបាទដាក់ខ្លួនជួនកាលអត់ឲ្យតម្លៃអាការដាក់ខ្លួននឹងទៀតបាទដោយសារគាត់អត់យល់តែកាលណាយើងបដោះបដាគាត់គេបដោះគឺចាក់ផ្នែកកំណត់គាត់ថាអូមិនងាយបានប្រធានបែបនេះទេបាទប្រធានដាក់ខ្លួនប្រធានឲ្យតម្លៃខ្ញុំប្រធានដែលមើលឃើញវែងឆ្ងាយចង់ខ្ញុំរីកចម្រើនអូខ្ញុំមិនងាយបានប្រធានប្រភេទហ្នឹងឃើញគាត់គោរពយើងគាត់យល់ទេកាលយើងអត់បដោះគាត់អត់ទេចុងមកត្រូវតែទៅកម្រិតទី4កម្រិតទី4នោះទប់ទាំងកម្រិតទី2ទប់ទាំងកម្រិតទី3ហើយរីកចម្រើនរីកចម្រើនកម្រិតទី2រីកចម្រើនកម្រិតទី3ហើយរីកចម្រើនកម្រិតទី1ផងដែរបាទសំខាន់ណាស់បាទការបដោះបដាហ្នឹងហើយជាមូលដ្ឋានគ្រឹះហ្មងរបស់ពិភពលោកទាំងមូលប្រទេសអភិវឌ្ឍក្តីស្រុកខ្មែរយើងក្តីប្រជាកម្ពុជាក្តីឃើញដាក់គោលដៅទី1គឺបណ្ដោះទុនធានមនុស្សហ្នឹងទេគឺសំខាន់ណាស់អញ្ចឹងជាកម្រិតទី4បាទអស្ចារ្យហ្មងហើយរហូតយើងធ្វើកម្រិតទី4នឹងយូរទៅមានអ្នកល្អប្រសើរកាន់តែច្រើនដោយសារយើងមានអ្នកដឹកនាំកាន់តែច្រើនដោយសារយើងនឹងឡើងទៅកម្រិតទី5អូតូអាហ្នឹងគឺគេឲ្យតម្លៃយើងអញ្ចឹងណាបាទគឺ pinnacle level គឺថាជាកម្រិតខ្ពង់ខ្ពស់ឧត្តមឧត្តមថ្លៃថ្លាឥឡូវនេះគេដើរតាមយើងគឺដោយសារគេគោរពយើងហ្មងបាទពីកន្លឹះកន្លែងនេះគឺ respect គោរពទាំងមុខទាំងក្រោយយើងអញ្ចឹងយើងអត្តសញ្ញាណអញ្ចឹងយើងជាបុគ្គលនៅកន្លែងណាអភិវឌ្ឍមនុស្សរីចម្រើននៅកន្លែងណាបកការដឹកនាំជាច្រើនមានន័យថាដឹកនាំអ្នកដឹកនាំទៅទៀតបាទអានឹងកម្រិតទី5សំខាន់ណាស់ណាតែкогдаយើងដឹកនាំអ្នកដឹកនាំហើយគឺយើងដឹកនាំគាត់ម្នាក់គាត់ទៅដឹកនាំមនុស្ស10នាក់20នាក់1000នាក់បានដឹកនាំអ្នកដឹកនាំហើយមានអ្នកជោគជ័យលទ្ធផលជាច្រើនមកអរគុណយើងអាហ្នឹងយើងដល់កម្រិតទី5សំខាន់ណាស់ហើយអញ្ចឹងមិនថាកាលណាយើងបដោះបដាលយើងបដោះខុសវាអាចនឹងខុសបាទជួនកាលយើងទៅបរៀនយុវជនម្នាក់ដែលគាត់អត់ទាន់យល់ពីដំណើរការឲ្យសោះហើយយើងថាអ្នកដឹកនាំល្អគឺដឹកនាំអ្នកដឹកនាំបាទរំលងណានៃគាត់អត់យល់ដំណើរការត្រឹមត្រូវបាទគាត់ទៅអនុវត្តខុសហើយគាត់បាក់ទឹកចិត្តបាទអញ្ចឹងមិនថាការបដោះបដាលនេះសំខាន់ណាស់បាទឲ្យយល់ពីមូលដ្ឋានឲ្យច្បាស់ពីមូលដ្ឋានគ្រឹះពីរបៀបអភិវឌ្ឍភាពជាដឹកនាំរបស់គាត់ឡើងតាមកម្រិតហើយតែមានវិធីសាស្ត្រយុទ្ធសាស្ត្រជាច្រើននៅកន្លែងហ្នឹងនេះគឺជាការសង្ខេបដ៏ខ្លីបាទដ៏ខ្លីមែនទេកម្រិតបាទអរគុណច្រើនបងសុកឡាអ្វីដែលបងលើកឡើងនេះត្បិតថាខ្លីប៉ុន្តែយើងឃើញមានភាពល្អិតល្អន់ដែលផ្ដើមចេញមកពីបទពិសោធន៍របស់បងផ្ទាល់មែនទែនទៅគោលការណ៍ទាំង5នេះអ្វីដែលយើងបានរៀនសូត្រអ្វីដែលយើងបានដឹងគឺជាការចាប់ផ្ដើមចេញពីការដែលយើងមានតួនាទី position ចេញពីតួនាទីយើងត្រូវមានទំនាក់ទំនងល្អជាមួយនឹងក្រុមការងារជាមួយនឹងសហការីឲ្យស្អិតរមួតហើយចេញពីសហការីស្អិតរមួតហើយយើងនឹងបង្កើតលទ្ធផលជាមួយគ្នារួមគ្នា productive ហើយបន្ទាប់ពីយើងមានលទ្ធផលល្អជាមួយគ្នាយើងត្រូវបណ្ដុះធនធានអ្នកដែលនៅជាមួយគ្នានឹងឲ្យខ្លាំងឲ្យប្រកែឲ្យយល់អំពីទម្រង់ដែលយើងធ្វើការជាមួយគ្នាហើយចុងក្រោយគឺជាការដែលយើង
ផលិតនៅ អ្នកដឹកនាំជា អ្នក ច្រើន ដឹកនាំជាច្រើនទៀតទាំងអស់នេះហើយអ្វីដែលខ្ញុំបានសង្កេតឃើញរួមទាំងការមើលអំពីរបៀបរបបដែលបងបានធ្វើការជាមួយនឹងយុវជនជាច្រើនបងបានបណ្ដុះបណ្ដាលទាំងម្ចាស់អាជីវកម្មមួយចំនួនទៅទៀតធ្វើឲ្យខ្ញុំកាន់តែច្បាស់ដែរបានរៀនសូត្រពីបងតាក់ទងជាមួយនឹង5កម្រិតនេះហើយមែនទែនទៅដូចបងបានជម្រាបជូនគោលការណ៍របស់ John C. Maxwell 5កម្រិតនេះគឺដកចេញមកពី21មាត្រានៃអ្នកដឹកនាំអញ្ចឹងហើយអរគុណមែនទែនបងសុក្លាហើយសង្ឃឹមថាបងប្អូនយុវជនខ្មែរក៏ដូចជាម្ចាស់អាជីវកម្មផ្សេងៗទៀតដែលចាប់អារម្មណ៍ជាមួយនឹងអ្វីដែលបងសុក្លាបានលើកឡើងអាចសិក្សាជាមួយបងបន្ថែមដូចបងមានវគ្គសិក្សាជាច្រើនតាក់ទងជាមួយនឹងMaxwell Leadership នេះដូច្នេះកុំឲ្យខាត់ពេលវេលាខ្ញុំសូមឆ្កើបន្តិចដោយសារតែនៅពេលយើងនិយាយអំពី5កម្រិតនិយាយអំពីការចាប់ផ្ដើមដំណើរការមួយទៅមួយមានមតិជាច្រើនគាត់បានលើកឡើងថាតើភាពជាអ្នកដឹកនាំនេះឬក៏ភាសាអង់គ្លេស leadership នេះវាកើតចេញមកពីណាជាឧទាហរណ៍ថាយើងនិយាយអំពីច្បាប់ធម្មជាតិគេនិយាយថាសត្វតោគឺជាអ្នកដឹកនាំតោគឺជាអ្នកដឹកនាំព្រៃតោគឺជាអ្នកដឹកនាំសត្វទាំងពួងតើបងយល់យ៉ាងណាដែរថាភាពជាអ្នកដឹកនាំនេះដោះចេញមកពីកំណើតកើតមកមានស្រាប់ឬមួយក៏ខ្លះទៀតដោះចេញមកពីការរៀនសូត្រឬក៏ការលត់ដំហើយមួយជ្រុងទៀតគេថាអ្នកខ្លះកើតមកមានទាំងពីរខ្លួនមានចរិតលក្ខណៈជាអ្នកដឹកនាំពីកំណើតហើយរៀនបានថែមទៀតរហូតដល់ខ្លាចជាអ្នកដឹកនាំដល់ប្រកែមួយរូបអញ្ចឹងទៅទស្សនៈទាំងអស់នេះបងយល់យ៉ាងណាដែរបងបាទជាទូទៅអ្នកដែលគាត់កើតមកបាទបើសិនជាគាត់កើតមកគាត់មានគេហៅថាភាពជាកំណើតរបស់គាត់ជាបុគ្គលល្អស្រាប់បាទបុគ្គលិកលក្ខណៈល្អប្រសើរស្រួលបដាពុតសំដែងណាគាត់អាចបាទអភិវឌ្ឍភាពដឹកនាំហ្នឹងលឿនបាទប៉ុន្តែបើគាត់អត់ឆ្លងកាត់ការអភិវឌ្ឍភាពជាដឹកនាំទេគាត់មិនអាចខ្លាចជាដឹកនាំដ៏អស្ចារ្យបានទេអញ្ចឹងបកមកវិញឧទាហរណ៍ថាគាត់កើតមកខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែគាត់អត់ឆ្លងកាត់ទៅសិក្សាពីចំណោទទេពីលេខគុណទេពីការអានអក្សរទេគាត់ចេះអានអក្សរអត់បាទខ្ញុំលើកឧទាហរណ៍ខ្លីប៉ុណ្ណឹងអត់ទេកើតមកឆ្លាតកម្រិតណាក៏ដោយបើអត់ឆ្លងកាត់ការអប់រំទេពីថ្នាក់ទី1ទី2ទេក៏មិនអាចកើតមកហើយទៅថ្នាក់ទី9ហ្មងឯងប្រឡងបាត់ដប់យកហ្មងខ្ញុំមិនរៀនខ្ញុំកើតមកចេះហើយបាទអាយុ18ទៅប្រឡងបាត់ដប់ហ្មងដាល់ឃើញហ៎អត់ទេពិភពលោកនេះដូចគ្នាភាពជាអ្នកដឹកនាំភាពជាអ្នកដឹកនាំគឺជាទម្រង់គឺជាវិធីសាស្ត្រយុទ្ធសាស្ត្រត្រឹមត្រូវដែលត្រូវការសិក្សាបានយើងអាចយកទៅអនុវត្តបានបាទអញ្ចឹងសួរថាម៉េចអត់ខ្វល់ទេនៅក្នុងភាពជាអ្នកដឹកនាំនេះមិនថាយើងកើតមកពីណាគ្រួសារកម្រិតណានៅប្រទេសណាជីវភាពបែបណាកើតថាមិនសូវឆ្លាតក្តីអីក្តីប៉ុន្តែឆ្លងកាត់ការអភិវឌ្ឍឲ្យបានត្រឹមត្រូវគាត់អាចក្លាយជាអ្នកដឹកនាំដ៏គំរូដ៏ល្អបាននេះគឺជារឿងអស្ចារ្យរបស់ភាពជាអ្នកដឹកនាំអត់ប្រកាន់ថាសាសនាណាអត់ប្រកាន់ទាំងអស់មកពីណាក្រុមហ៊ុនណាអត់ប្រកាន់អញ្ចឹងភាពជាអ្នកដឹកនាំនេះសំខាន់ណាស់អញ្ចឹងសូមឲ្យជឿជាក់ឲ្យទុកចិត្តចុះយុវជនយើងទាំងអស់អត់ប្រកាន់ទេណាហើយយើងមើលឃើញអ្នកខ្លះគាត់ថាគេកូនអ្នកមានធូធាគេមានស្រាប់គេប្រកាសអាកាសអស់ហើយអត់ទេយើងមើលអ្នកដឹកនាំជាច្រើនណាស់ដែលជីវភាពមិនសូវល្អប៉ុន្តែគាត់អភិវឌ្ឍគាត់ដឹកនាំរហូតបដូរនៅដឹកនាំដ៏អស្ចារ្យអញ្ចឹងសង្ខេបស្ក្លែងមកវិញមានអ្នកខ្លះគាត់កើតមករៀងឆ្លាតរៀងប្រកែស្រាប់អញ្ចឹងគាត់រៀងលឿនតិចប៉ុន្តែគាត់អភិវឌ្ឍទេគាត់នៅតែប៉ុណ្្នឹងហើយអត់ទេជួនកាលដើរខុសទៅទៀតបើអត់ឆ្លងកាត់ទេណាខ្ញុំនិយាយបើអត់ឆ្លងកាត់ភាពជាអ្នកដឹកនាំទេគាត់នឹងជឿថាកម្រិតទី1នឹងភាពជាអ្នកដឹកនាំមកច្រើនណាស់ហើយខ្ញុំសង្កេតឃើញតាមបទពិសោធន៍ខ្ញុំទៅសិក្សាខ្ញុំស្គាល់ចាស់ជីវកម្មស្និទ្ធស្នាលអត់ក្រោម3000នាក់គឺយើងស្ទាបស្ទង់ដឹងអញ្ចឹងគ្រប់បុគ្គលទាំងអស់ដែលកើតមកអាចអភិវឌ្ឍភាពជាអ្នកដឹកនាំបានបាទអរគុណច្រើនបងការលើកឡើងរបស់បងសមហេតុផល
នៅត្រង់ថានៅពេលដែលមនុស្សមានអ្វីដែលកើតចេញពីធម្មជាតិហើយมันបានមានបន្ទាត់មួយនៅក្នុងការសិក្សាដូចបងបានលើកឡើងតាក់ទងជាមួយនឹង level ទាំង5កម្រិតទាំង5របស់អ្នកដឹកនាំនេះគាត់ប្រហែលជាអាចនឹងរំលងឬមួយក៏អាចនឹងមិនយល់ច្បាស់ដូច្នេះបងអរគុណកន្លែងនេះដែលបានបញ្ជាក់បន្ថែមជូនទៅកាន់បងប្អូនក៏ដូចជាទស្សនិកជនក៏ដូចជាយុវជនខ្មែរឲ្យសិក្សាស្វែងយល់បន្ថែមទៀតដែរជួនកាលកើតមករូបសង្ហាសម្ដីព្រោះគាត់ថាគាត់លេងរៀនអីតទៀតហើយគាត់លេងចង់តាក់ទងមួយនរណាគេហើយគាត់លេងចង់ធ្វើអីទៀតហើយអាចជាគតិមួយសម្រាប់គាត់ថាកុំភ្លេចបណ្ដោះខ្លួនឯងកុំភ្លេចហ្វឹកហាត់ថែមទៀតកុំភ្លេចរៀនសូត្រថែមទៀតឥឡូវនេះយើងឈានមកដល់ផ្នែកទី3ដែលមែនទែនទៅយើងទៅជែកគ្នាច្រើនពីបទពិសោធន៍របស់បងពីគោលការណ៍ដឹកនាំរបស់John C. Maxwell ដូច្នេះយើងចង់ដឹងបន្តិចតាក់ទងជាមួយនៅក្នុងបរិបទខ្មែរយើងវិញបើនៅក្នុងសង្គមរបស់យើងនេះបងសុកឡាផ្ទាល់បងមានអិសរជនឬក៏ភាសាសាមញ្ញថាមនុស្សគំរូឬក៏អង់គ្លេសហៅ role model រូបណាដែលបងចាត់ទុកថាជាអ្នកដឹកនាំរូបដ៏ប្រកែសម្រាប់បងហើយបងរៀនសូត្រពីគាត់នៅក្នុងប្រជាជាតិកម្ពុជារបស់យើងក្នុងបរិបទសង្គមយើងបាទតាមពិតមានច្រើនពាក្យថាគំរូ role model នេះមិនមានតែមួយទេណាបាទមានច្រើនតែបុគ្គលដែលខ្ញុំសិក្សាហើយរៀនសូត្រច្រើនដោយសារនៅក្បែរគាត់ស្និទ្ធជាមួយគាត់តាមអភិវឌ្ឍជាមួយគាត់គឺលោកតាមកុលផេងបាទគាត់ជាស្ថាបនិកសាកលវិទ្យាល័យបញ្ញសាកម្ពុជាហើយគាត់បានដឹកនាំច្រើនបុគ្គលិកលក្ខណៈរបស់គាត់គឺល្អហើយគឺខ្ញុំស្រឡាញ់ខ្ញុំគោរពនិងខ្ញុំដើរតាមគាត់ហើយមួយទៀតខ្ញុំលើកពីចុះបាទក្នុងប្រជាកម្ពុជានេះយើងមើលខ្ញុំព្រឺសម្បល់ពេលខ្ញុំទៅប្រាសាទអង្គរវត្តម្ដងបាទអញ្ចឹងយើងក៏លេចមើលណាខ្មែរយើងយុវជនរបស់យើងមានតែដឹកនាំគំរូច្រើនណាបាទអញ្ចឹងយើងមើលអាគំរូហ្នឹងអញ្ចឹងមានច្រើនតែខ្ញុំសូមលើកមួយដែលជាសម័យអាណាចក្រមហានគរខ្មែរយើងដែលដឹកនាំពិភពលោកយើងធ្លាប់ខ្មែរយើងអញ្ចឹងគឺព្រះបាទជ័យវរ្ម័នទី7ហើយយើងទៅប្រាសាទព្រហ្មមុខ4បាទយើងមើលអស់ចាណាស់ហើយពេលខ្ញុំទៅឈរនៅសៀមរាបហើយខ្ញុំទៅឈរកន្លែងប្រាសាទតាព្រហ្មបាទហើយនឹងទៅឈរកន្លែងប្រាសាទអង្គរវត្តហើយខ្ញុំសម័យមើលថាចំនួនហ្នឹងហើយយើងជាមហាអាណាចក្រដ៏រុងរឿងបំផុតដឹកនាំចេញពីទឹកដីហ្នឹងបាទខ្ញុំរំភើបចិត្តអស្ចារ្យតើមានអ្វីនៅកន្លែងហ្នឹងបើចង់ភាពជាដឹកនាំអស្ចារ្យណាស់អត់មាន AI ផងហ្នឹងបាទអត់មានបច្ចេកវិទ្យាផងហ្នឹងបាទប៉ុន្តែយកបច្ចេកវិទ្យា AI ទៅគូគំរូប្រាសាទយើងតិចមើលគូវត្តតិចមើលចង់មានថាកតិនៃភាពជាដឹកនាំយុទ្ធសាស្ត្រវិធីសាស្ត្រស្មារតីសំខាន់ណាស់ហើយខ្ញុំស្រឡាញ់ពាក្យរបស់ព្រះអង្គមួយបាទគេថាទុករបស់រាជជាទុករបស់ព្រះអង្គបាទជាទី7បាទទុករបស់រាជជាទុករបស់ព្រះអង្គឥឡូវយើងមកប្រៀបធៀបនឹងភាពជាដឹកនាំ5កម្រិតវិញបាទគឺដាច់ខាតត្រូវឆ្លងកាត់ស្មារតីមួយមុននឹងយើងដឹកនាំក្រុមទាំងអស់តែដឹងថាយើងខ្វល់ពីគាត់យើងអាចជួយគាត់បាននៅកន្លែងហ្នឹងអញ្ចឹងចំណាយព្រះអង្គនេះពាក្យមុនហ្នឹងផ្សព្វផ្សាយពេញប្រទេសអញ្ចឹងមានន័យថាម៉េចព្រះអង្គនឹងធ្វើរឿងសពបែបយ៉ាងដើម្បីឲ្យប្រជាពលរដ្ឋមានក្តីសុខបើមិនអញ្ចឹងទេប្រជាពលរដ្ឋមានទុកគឺជាទុករបស់ព្រះអង្គមកបាទអស្ចារ្យណាស់ហើយរបៀបក្នុងការគ្រប់គ្រងជាច្រើនទៀតដែលខ្ញុំមើលឃើញជា role model តែជាគំរូដែលខ្ញុំគោរពបំផុតមួយគឺព្រះបាទជ័យវរ្ម័នទី7នៅខ្មែររបស់យើងហើយមានអិសរជនជាច្រើនទៀតណាបច្ចុប្បន្ននេះបាទតែដឹកនាំយើងបច្ចុប្បន្នក្តីសម្ដេចធិបតីក្តីយើងមើលឃើញជាគំរូជាច្រើនបាទអរគុណបងច្រើនដែលបានពន្លិចពាក្យមួយឃ្លាហ្នឹងទុករបស់រាជគឺជាទុករបស់ទ្រង់ហើយវាអាចនៅក្នុងកម្រិតទី2ដែលទេបងនៅក្នុងទិសដីនៃភាពជាអ្នកណរបស់ John C. Maxwell បើតាមខ្ញុំមិនច្រឡំទេតាក់ទងជាមួយនឹង relationship ហើយស្ដាប់សុខទុក្ខស្ដាប់អីរបស់គាត់មកនេះបាទនៅក្នុងកម្រិតទី2តែបញ្ជ្រាបទៅគ្រប់កម្រិតទាំងអស់បាទដូច្នេះអរគុណបងយើងឈានទៅកាន់សំណួរបន្ទាប់ទៀតខ្ញុំភ្ជាប់សំណួរនេះដោយគ្រាន់តែចង់ផ្ទៀងផ្ទាត់ថាតើអ្វីដែលបងប្អូនយើងខ្លះ
យល់តាក់ទងជាមួយនឹងភាពជាអ្នកដឹកនាំនេះទី1តាក់ទងនឹងអំណាចនិងភាពជាអ្នកដឹកនាំអំណាចនេះខ្ញុំគិតថាប្រហែលជានៅត្រង់ level ទី1តាក់ទងជាមួយនឹង position ភាគច្រើនបងប្អូនយើងគាត់យល់ច្រឡំថាកាលណាតែមានអំណាចគឺគាត់ជាអ្នកដឹកនាំបងយល់យ៉ាងណាដែរនៅក្នុងបរិបទខ្មែរយើងនេះបាទប្រជាពលរដ្ឋខ្មែរយើងជាពិសេសបញ្ញវន្តបញ្ញជនអ្នកដឹកនាំហើយយុវជនរបស់យើងមានបញ្ញាច្រើនបាទក្នុងបច្ចុប្បន្ននេះតែខ្ញុំសង្កេតផ្ទាល់ណាខ្ញុំបន្តបដាយុវជនជាច្រើនក៏មានគតិកំណត់បញ្ញាច្រើនហើយអញ្ចឹងនៅក្នុងពាក្យបាទនៅក្នុងភាពជាអ្នកដឹកនាំនេះចឹងមកខ្ញុំនិយាយដែរណាដែលគុណធម៌របស់អ្នកដឹកនាំគឺសំខាន់ណាស់បាទគុណធម៌ហ្នឹងហើយគឺជាកម្ពូលបាទអញ្ចឹងដូចថាពាក្យ quote របស់ព្រះបាទជ័យវរ្ម័នទី7គឺទុកបរិសទុករបស់ព្រះអង្គហ្នឹងជាកម្ពូលបាទជាកម្ពូលគុណធម៌មួយដែលអាចប្រមូលមនុស្សដឹកនាំមនុស្សបើសហការគ្នាបាទដល់ពិតប្រកបឃើញទេនឹងល្អណាស់អញ្ចឹងនៅក្នុងកតិមួយដែលគាត់លើកឡើងខ្ញុំខ្លួនឯងក៏ដូចគ្នាដែរខ្ញុំដំបងដែលខ្ញុំអត់ទាន់យល់ច្បាស់ហ្នឹងខ្ញុំនៅតែគិតអញ្ចឹងខ្ញុំទៅគិតតែមនុស្សតែមានអំណាចជាអ្នកដឹកនាំហើយបាទខ្ញុំគិតអញ្ចឹងបាទប៉ុន្តែនៅក្នុងភាពជាអ្នកដឹកនាំពិតប្រកបពាក្យថាអំណាចមួយម៉ាត់ដែលយើងយកអំណាចទាំងយកទៅដឹកនាំហ្មងតើយើងអាហ្នឹងអាចជាអត្តពលមួយយ៉ាងបាទតែបើអត្តពលអំណាចដែលធ្វើឲ្យគេខ្លាចមិនជាអ្នកដឹកនាំបាទអំណាចនេះគឺគោរពបាទយើងមានអំណាចបាទអានោះពាក្យខ្មែរយើងបាទប៉ុន្តែតែយើងយកវិធីសាស្ត្រអំណាចយើងនេះឲ្យគេគោរពយើងដោយវិធីសាស្ត្រទៅប្រើយ៉ាងម៉េចទៅវិញប្រើយ៉ាងម៉េចគឺការប្រើអំណាចដ៏ត្រឹមត្រូវគឺជាសិល្បៈតែយើងប្រើអំណាចខុសគឺជាកំហុសប្រើអំណាចមិនក្រោយយើងមានអំណាចជារឿងអស្ចារ្យហើយប៉ុន្តែការប្រើអំណាចដោយជិះជាន់គេដោយធ្វើបាបគេដោយទាញពន្លិចគេដោយចង់ទៅរីកចម្រើនតែខ្លួនឯងអាហ្នឹងមិនហើយភាពជាដឹកនាំហើយអត់វែងឆ្ងាយទេបងប្អូនចាំមើលការដឹកនាំក្រុមមួយដែលប្រើអំណាចខុសអត់ទេអំណាចនេះគឺជាល្អនៅពេលដែលយើងប្រើឲ្យត្រឹមត្រូវតាមរយៈយកអំណាចទៅដាក់នៅក្នុងសិល្បៈនៃការដឹកនាំ5កម្រិតបាទគឺជារឿងល្អណាស់គឺប្រើអំណាចដោយគុណធម៌ប្រើអំណាចឥទ្ធិពលរបស់យើងហ្នឹងឲ្យបុគ្គលទូទៅរីកចម្រើនជាមួយយើងហើយការគោរពទាំងមុខទាំងក្រោយទើបជារឿងដ៏ត្រឹមត្រូវបាទអរគុណបងខ្ញុំសូមបន្ថែមលម្អចំនួនបន្តិចដោយសារតែអ្វីដែលខ្ញុំស្ដាប់បងនេះគឺសមហេតុសមផលហើយត្រឹមត្រូវនៅក្នុងបរិយាកាសនៃភាពជាអ្នកដឹកនាំមួយជ្រុងទៀតបងខ្ញុំធ្លាប់បានឮបងប្អូនយើងគាត់និយាយខ្លះដែរថាកាលណាតែយើងសម្បូរអ្នកដឹកនាំច្រើនពេកអ្នកដឹកនាំនឹងឆ្លោះតែគ្នាឬក៏ខ្វះខាតនៅដូចបងលើកឡើងគុណធម៌រំនាំឆ្លោះគ្នាធ្វើឲ្យសង្គមឬក៏ស្ថាប័នមួយធ្លាក់ចុះបងយល់អញ្ចឹងដែរទេបើសិនជាគេថាសង្គមមួយឬស្ថាប័នមួយមានអ្នកដឹកនាំច្រើនធ្វើឲ្យស្ថាប័នធ្លាក់ចុះខ្សោយបងយល់យ៉ាងណាដែរអត់ត្រូវបាទគឺខុសដោយសារគាត់អត់យល់ពីភាពអ្នកដឹកនាំទេបាទខ្ញុំនៅនិយាយដដែលបាទបើគាត់អត់យល់ពីភាពអ្នកដឹកនាំទេគាត់ថាអ្នកដឹកនាំច្រើនមានបញ្ហាខុសហើយក្រណាដឹកនាំណាឥឡូវនេះបាទបើសិនជាគាត់យល់ថាអ្នកដឹកនាំច្រើនមានបញ្ហាមានន័យថាអ្នកដែលមានទូនាទីទាបជាអ្នកដឹកនាំអាហ្នឹងខុសហើយដែលខ្ញុំលើកឡើងជាកម្រិតទី1ទេពិភពលោកនេះគឺខ្វះអ្នកដឹកនាំហ្មងក្រអ្នកដឹកនាំពិតប្រាកដក្រអ្នកដឹកនាំពិតប្រាកដបាទទោះបីនៅក្នុងស្ថាប័នក៏ដោយនៅក្នុងក្រុមគ្រួសារក៏ដោយនៅក្នុងសង្គមភូមិមួយទាំងមូលបើមានប្រធានភូមិមួយតែល្អមួយដឹកនាំគំរូមួយជួយបានណាអញ្ចឹងដែលយើងលើកឡើងហ្នឹងនៅក្នុងគ្រប់ក្រុមហ៊ុនទាំងអស់ដែលបដិបដាលគឺចង់ឲ្យម្នាក់ហ្នឹងមានស្មារតីផ្នត់គំនិតរបស់គាត់ជាអ្នកដឹកនាំតែខ្ញុំនិយាយអញ្ចឹងបាទអ្នកជូតបន្ទប់ទឹកហ្នឹងប្រយ័ត្នគាត់ជាអ្នកដឹកនាំបាទហើយប្រយ័ត្នយើងមានតួនាទីធំហ្នឹងមិនមែនអ្នកដឹកនាំទេមានតួនាទីទេណាបាទបើសិនជាគាត់ស្រឡាញ់ការងាររបស់គាត់មានទស្សនវិស័យជូតបន្ទប់ទឹកហ្នឹងស្អាតលិតបានអាហ្នឹងគាត់ជាអ្នកដឹកនាំបាទគាត់រីករាយគាត់សប្បាយគាត់ចង់ចូលរួមចំណែកជួយស្ថាប័នហ្នឹងអាហ្នឹងគាត់មាន leadership ពីអ្នកដឹកនាំនៅក្នុងផ្នែកកំណត់របស់គាត់បាទអញ្ចឹងក្រអ្នកដឹកនាំពិតប្រាកដណាស់បច្ចុប្បន្ននេះអត់ទេអ្នកដឹកនាំកាន់តែច្រើនទើបប្រទេសជារីកចម្រើនបាទឥឡូវយើងមើលឥឡូវថាយើងមិនប្រៀបធៀបតែយើងសង្កេតមើលក្រុមហ៊ុនមួយក៏ដោយក្រុមហ៊ុននឹងរីកចម្រើនខ្លាំងណាស់តែមើលតិចមើល
ទៅក្បែរគេតិចមើលទៅស្ដាប់គេតិចមើលតើចេះចំហាយចំណេះដឹងនិងសមត្ថភាពអ្នកដឹកនាំគេកម្រិតណាហើយសម្បូរអ្នកដឹកនាំជាច្រើនហ្នឹងនៅក្នុងសង្គមមួយផងហើយកលែកមើលប្រទេសជាតិមើលបាទគេប្រគល់ប្រជែងធំបំផុតគឺការប្រគល់ប្រជែងអភិវឌ្ឍមនុស្សការប្រគល់ប្រជែងអភិវឌ្ឍភាពដឹកនាំមនុស្សហើយមនុស្សម្នាក់ៗហ្នឹងមានភាពជាដឹកនាំក្នុងខ្លួនព្រោះភាពជាដឹកនាំមួយម៉ាត់គឺដឹកនាំខ្លួនឯងល្អប្រសើរបាទក្នុងសង្គមមួយមានមនុស្សល្អប្រសើរជាចំណែកជួយសង្គមនៅក្នុងសង្គមមួយដែលមានមនុស្សមិនល្អសុំទោសមនុស្សអន់មនុស្សបំផ្លាញគេនឹងហើយតែវិបត្តិដល់សង្គមអាហ្នឹងភាពដឹកនាំទូលំទូលាយអរគុណច្រើនបងដែលបានជួយផ្ទៀងផ្ទាត់នៅការលើកឡើងនេះមែនទែនទៅអ្វីដែលបងលើកឡើងនេះបងចង់បានន័យថាកាលណាតែមានអ្នកដឹកនាំកាន់តែច្រើននៅក្នុងសង្គមប្រទេសជាតិនឹងរីកចម្រើនឬក៏ភាសាអង់គ្លេសលើកឡើងថា leadership create followership ឬក៏ leadership create leadership អញ្ចឹងកន្លែងនេះអរគុណបងដែលជួយផ្ទៀងផ្ទាត់អ្វីដែលបងលើកឡើងនេះខ្ញុំគិតថាវាអាចនឹងផ្សារភ្ជាប់ជាមួយនឹងពាក្យថាអ្នកដឹកនាំពិតប្រាកដដូចបងបានលើកឡើងបាញ់មិញបច្ចុប្បន្ននេះគេកម្រឬក៏គេកំពុងផលិតអ្នកដឹកនាំពិតប្រាកដដោយអ្វីដែលជាបេសកកម្មរបស់បងក៏ដូចជា Maxwell Leadership ស្រាប់ជាច្បងរបស់បងដើម្បីឲ្យខ្មែរយើងមានអ្នកដឹកនាំពិតប្រាកដនេះទាំងយុវជនទាំងអ្នកធ្វើការទាំងរាជការទាំងអ្នកជំនួយទាំងអស់នេះយើងគួររៀនសូត្រអីគេដើម្បីឲ្យពង្រឹងចំណេះដឹងពីអ្នកដឹកនាំឲ្យពិតប្រាកដនេះបាទអរគុណសំណួរនេះធំហើយតកតងទៅនឹងប្រទេសជាតិទាំងមូលតែម្ដងបាទខ្ញុំមើលឃើញហើយយើងមើលឃើញហើយអ្នកដឹកនាំរបស់យើងគឺបានរៀបចំជាច្រើនវិធីសាស្ត្រយុទ្ធសាស្ត្រដើម្បីបណ្ដុះអ្នកដឹកនាំនេះយើងកំពុងមើលឃើញទាំងអស់គ្នារហូតដល់ទៅដាក់នៅក្នុងគោលនយោបាយបញ្ចការទាំង5គឺទី1ហ្មងដល់ធនធានមនុស្សហ្នឹងហើយដែលក៏មានចំណេះជំនាញពិតប្រាកដហើយមានភាពជាអ្នកដឹកនាំទៀតទេពកោសលជំនាញទុនប្រកបហ្នឹងដែលខ្ញុំមើលឃើញហ្នឹងអញ្ចឹងមានការគិតគូរណាស់ស្វិតស្វែងណាស់បាទហើយក្នុងនាមថាជាខ្ញុំមកជ្រុងទូចណាយើងចង់បង្កើតអត្តពលទៅកាន់ប្រទេសទាំងមូលបាទចំពោះខ្ញុំថាយើងធ្វើអីមួយគឺទៅតាមកម្រិតរបស់យើងទៅតាមអ្វីដែលយើងអាចធ្វើបានសិនព្រោះយើងគិតហួសពេកយើងអ្វីយើងធ្វើមិនបានយើងបានតែនិយាយបាទអញ្ចឹងទី1ខ្ញុំសូមលើកទឹកចិត្តមកចង់បដោះអ្នកដឹកនាំមកកាន់តែច្រើនទូទៅពេញប្រទេសហ្មងបាទបដើមពីយើងសិនយើងម្នាក់ជាពិសេសយុវជនក៏ដីបដើមពីយើងមើលដឹកនាំខ្លួនឯងឲ្យល្អមើលជាបុគ្គលល្អមើលទៅណាអត្តពលវិជ្ជមានហ្នឹងមើលជាគំរូដល់គេមើលបាទច្បាស់លាស់មើលរៀនជំនាញពិតប្រាកដមួយមើលឲ្យខ្លាចជាមូលធនមនុស្សមួយមើលមានស្មារតីហ្នឹងមានស្មារតីហ្នឹងសិនហើយកាលយើងម្នាក់មានអាទឹកចិត្តហ្នឹងវាកាល1 2 3 4 5 10 20 100 1000 10000នាក់អត្តពលឲ្យគ្នាទៅវិញទៅមកអញ្ចឹងមានស្មារតីថាខ្ញុំម្នាក់នឹងខំប្រឹងអភិវឌ្ឍខ្លួនឲ្យខ្លាចជាអ្នកដឹកនាំគំរូម្នាក់បាទមានអាហ្នឹងសិនទី1ទី2សូមលើកទឹកចិត្តទៅកាន់វាមានចំណាយទូទៅណាស្ថាប័នបាទខ្ញុំថាលើកថាស្ថាប័នឯកជនចាបាទនៅកន្លែងណាក៏ដោយបាទត្រូវមានផ្នត់កំណត់បន្ថែមទៀតគាត់កំពុងធ្វើហើយព្រោះគាត់ចង់ឲ្យក្រុមហ៊ុនរីកចម្រើនតែសូមជម្រាបក្រុមហ៊ុនមិនអាចរីកចម្រើនបានទេលុះត្រាតែមនុស្សនៅក្នុងក្រុមហ៊ុននឹងរីកចម្រើនត្រឹមត្រូវបងបាទអញ្ចឹងគឺមានស្មារតីមួយបដោះបដាលបន្ថែមទៀតវិនិយោគបន្ថែមទៅលើមនុស្សបាទតែកាលណាគាត់វិនិយោគខ្លួនគាត់ហើយគាត់វិនិយោគទៅលើក្រុមគាត់ណែហ្នឹងចាប់ផ្ដើមជាប្រព័ន្ធមួយអភិវឌ្ឍឡើងទៅបន្តិចដល់វាត្រូវការពេលវេលាបាទ leadership មិនមែនមួយថ្ងៃទេបាទភាពជាអ្នកដឹកនាំមិនមែន train មួយថ្ងៃខ្លាចជាអ្នកដឹកនាំទេ years ដូចជាច្រើនគាត់យល់ខុសពេលណាគាត់យល់ខុសគាត់ដឹកបរិបដាតែ3ខែ6ខែខ្លាចជាអ្នកដឹកនាំអស្ចារ្យហ្មងទៅអត់រួចទេបាទជាកិច្ចចាប់ផ្ដើមបានបាទអញ្ចឹងភាពជាអ្នកដឹកនាំនេះគឺត្រូវការពេលវេលាចាប់ផ្ដើមពីឥឡូវតែត្រូវការពេលវេលារាប់ឆ្នាំណាផ្នត់គំនិតបទពិសោធន៍របស់គាត់អត្តពលរបស់គាត់លទ្ធផលជាគំរូគាត់បង្កើតទៅគឺត្រូវការពេលវេលាបញ្ជ្រាបអ្នកខ្លះរៀងលឿនអ្នកខ្លះយឺតបាទហើយអ្នកខ្លះទៀតអត់មកបាទអញ្ចឹងត្រូវការពេលវេលាហើយកត្តាសង្គមជាតិទាំងមូលហ្មងខ្ញុំមើលឃើញកំពុងតែរៀបចំហើយប៉ុន្តែទូទៅគឺទី1កត្តាពាក់ព័ន្ធបាទខ្លួនយើងទាំងអស់គ្នាហ្នឹងកត្តាឯកជនយើងទាំងអស់ត្រូវខំប្រឹងទាំងអស់គ្នាហ្នឹងបាទហើយក្នុងរដ្ឋគាត់បានរៀបចំហើយកំពុងតែរៀបចំហើយបាទច្រើនណាស់ក្នុងការបដិបត្តិហ្នឹងហើយកត្តាអង្គការសង្គមស៊ីវិលទូទៅចូលគ្នាណា
ទាំងរដ្ឋទាំងឯកជនទាំងអង្គការសង្គមស៊ីវិលឯកជនក្រុមហ៊ុនទូទៅហើយនឹងយើងម្នាក់ម្នាក់មានប្រាក់កំណត់ចង់រីកចម្រើនបដោះបដាភាពដឹកនាំហ្នឹងនៅពេលហ្នឹងចំណុចមួយតែចំណុចមួយទៀតដែលសំខាន់សួរថាបណ្ណាគេទៅដឹកនាំកន្លែងបដោះមនុស្សហ្នឹងសំខាន់ណាស់ខ្ញុំគិតថាជាខាងខ្ញុំទៅទេបាទជាបេសកកម្មខាងបងបាទខ្ញុំទៅទេហើយជាការលើកទឹកចិត្តខ្ញុំមិនថាស្ថាប័នឬក្រុមណាក៏ដោយឬនាយកដ្ឋានណាក៏ដោយឬកន្លែងណាក៏ដោយអ្នកដែលទៅអភិវឌ្ឍមនុស្សហ្នឹងគឺត្រូវរើសឬមកក៏តែងតាំងមនុស្សដែលមានគុណភាពបំផុតមនុស្សដែលគាត់ហ្នឹងថាមានភាពដឹកនាំខ្លួនគាត់ល្អបាទគាត់មានទស្សនវិស័យគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំហើយត្រូវការរៀបចំជាប្រព័ន្ធរយៈពេលវែងឆ្ងាយបាទហើយយើងមានអាហ្នឹងស្រាប់ខ្មែរយើងមានមូលដ្ឋានភាពដឹកនាំស្រាប់បាទមានគ្រឹះដ៏រឹងមាំស្រាប់បាទជាពិសេសគ្រឹះរបស់ពុទ្ធសាសនាហ្នឹងបាទនៅចាក់ចូលជាបុគ្គលល្អស្រាប់បាទខ្ញុំគិតថាការចូលរួមចំណែកគ្រប់ជ្រុងទាំងអស់គ្នាជាផ្នែកមួយផ្នែកហើយបេសកកម្មរបស់រដ្ឋាភិបាលយើងកំពុងតែរៀបចំរួចជាស្រេចខ្ញុំគិតថាយើងនឹងអាចរីកចម្រើនទៅមុខអរគុណច្រើនបងដែលបានចែកម្លែកសូមបន្ថែមលំអសំណួរបន្តិចបើវងកញ្ចក់កន្លែងសំណួរដែលបងបានឆ្លើយតបមកនេះគឺបោះក្បាយហើយប៉ុន្តែសូមថែមបន្តិចតើយុវជនខ្មែរគួរអានសភៅអ្វីគួរអានសភៅ leadership ណានឹងក៏ឧទាហរណ៍ថាអ្នកខ្លះគាត់ចាប់ផ្ដើមចង់ដឹងចង់ស្គាល់ហើយគាត់ចង់អានតាមបទពិសោធន៍បងនៃការអានជាច្រើនមកនេះបងមានអីដែរលើកទឹកចិត្តពួកគាត់ក៏ដូចជាណែនាំគាត់សភៅណាដែលគួរអានបងអរគុណមែនទែនការអានគឺសំខាន់ហើយទោះបីជាសម័យ digital សម័យ AI ក្តីខ្ញុំសូមលើកវងកញ្ចក់ទៅចុះដោយសារសម័យនេះគឺបច្ចេកវិទ្យាខ្ពស់បាទហើយយើងតាមបច្ចេកវិទ្យាខ្ពស់ហើយមិនចាំចេះច្រើនទេមានស្រាប់របៀបរបបក្នុងការធ្វើហ្នឹងបាទចុចទៅចាញ់មកហើយបាទគ្រោះថ្នាក់ឥឡូវឃើញគេប្រើប្រព័ន្ធសង្គ្រាមបច្ចេកវិទ្យាទេបន្លំទិន្នន័យបន្លំឲ្យសពគេធ្វើបានព្រោះរឿងមនុស្សធ្វើតាមនុស្សជាអ្នកប្រើមនុស្សជាអ្នកបង្កើតមនុស្សជាអ្នកកែច្នៃមនុស្សចង់បត់ទៅណាទៅហ្នឹងអញ្ចឹងមានតែយើងទេអញ្ចឹងមកសំណុំមួយគេថា AI ទៅដើមការងារអស់ហើយអត់ទេ AI អត់ទៅដើមការងារអត់ទេមានតែយើងជាអ្នកចេះប្រើ AI ទេទើបបង្កើតការងារកាន់តែច្រើនបាទអញ្ចឹងយើងប្រើប្រព័ន្ធបច្ចេកវិទ្យាដោយបញ្ញាញាណយកអីយកទៅថ្លឹងថ្លែងយកអីយកទៅជាបញ្ញាយកអីយកទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ហ្នឹងតាមរយៈការសិក្សាការរៀនសូត្រការអានសៀវភៅនៅតែត្រូវការជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍខ្លួនហើយអភិវឌ្ឍមួយជីវិតអ្នកដឹកនាំមានផ្នែកកំណត់មួយគឺរៀនរហូតកាលណាឈប់រៀនឈប់ដឹកនាំហ្មងខាន់ចង់ត្រូវបងបាទពាក្យមួយម៉ាត់នេះខ្ញុំស្រឡាញ់ឈប់រៀនគឺឈប់ដឹកនាំឈប់រៀនគឺឈប់ដឹកនាំហើយដោយសារយើងដឹកនាំចង់អភិវឌ្ឍខ្លួនឯងអភិវឌ្ឍក្រុមអភិវឌ្ឍស្ថាប័នអភិវឌ្ឍប្រទេសជាតិទៅមុខបើយើងអត់ឈប់អភិវឌ្ឍខ្លួនយើងអាកម្រិតយើងវាលែងទៅលើហើយនឹងដឹកនាំទៅណាទៀតហើយរឿងច្រើនណាស់ទីបំផុតនៅលើយើងសម្រាប់ចិត្តបញ្ញាយើងក្នុងការដឹកនាំដោះស្រាយអញ្ចឹងយើងត្រូវអភិវឌ្ឍខ្លួនរហូតចង់អានសៀវភៅហើយអានសៀវភៅបើសិនជាយុវជនដំបងមកគាត់ហាត់អានស្រាលសិនទៅបាទហើយពាក្យថាអ្នកដឹកនាំមួយម៉ាត់មិនគាត់ត្រូវតែអានសៀវភៅអ្នកដឹកនាំហ្មងទេអ្នកដឹកនាំហ្នឹងវាផ្សំវាមានច្រើនវាការទំនាក់ទំនងល្អណែឃើញទេជាសិល្បៈក្នុងការដឹកនាំមកការធ្វើការងារជាក្រុមគាត់អានសៀវភៅទាំងអស់ហ្នឹងប៉ុន្តែសៀវភៅមួយដែលខ្ញុំលើកទឹកចិត្តឲ្យយើងគួរតែអានណាគេថាភាសាអង់គ្លេសថា developing the leader within you អភិវឌ្ឍភាពជាអ្នកដឹកនាំចេញពីខ្លួនយើង10ចំណុចឃើញទេអាហ្នឹងក៏ជាមូលដ្ឋានមួយយើងអូ Steve Stone ខ្លួនឯងមើលថាចុះចែកខ្វះចំណុចមួយណាភាពដឹកនាំខ្លួនឯងល្អប្រសើរកម្រិតណាគឺ10ចំណុចដែលលោកទីយ៉នមកគាត់សរសេរដែរហើយល្បីពេញពិភពលោកគេអានខ្ញុំtrainយុវជនហ្នឹងខ្ញុំបដោះបណ្ដាយុវជន10ចំណុចហើយខ្ញុំឲ្យ Steve Stone ទៅហើយទៅអានសៀវភៅបន្ថែមផ្គុំទៅឲ្យរីកគេហៅថាផ្កាទាំង10ក្នុងខ្លួនយើងចុះស្រោចទឹកទៅព្រោះទាំង10ដើម្បីជីនិងអភិវឌ្ឍភាពចំណេះនាំចេញពីខ្លួនអ្នកមាន10ចំណុចអញ្ចឹងសូមលើកទឹកចិត្តអានអាហ្នឹងអរគុណបងប្រហែលជាយើងនឹងទៅសេចំណងជើងសៀវភៅនេះដាក់ខាងក្រោមជូនបងប្អូនឬក៏ដាក់ពេលយើងទៅជែកគ្នានេះហើយបងប្អូនគាត់ទៅរកតែសៀវភៅនោះមានជាភាសាខ្មែរឬនៅបងឬនៅមិនទាន់មានទេបងភាសាខ្មែរមានគេបកប្រែបាទហើយប៉ុន្តែបើយើង
ចេះអង់គ្លេសយើងអាន យើង ភាសាអង់ គួរ គ្លេ តែ ស អានភាសាអង់គ្លេសបាទ ប៉ុន្តែមិនមែនថាភាសាខ្មែរយើងមិនល្អ មិន ទេ ល្អទេបាទ ភាសាខ្មែរជាមូលដ្ឋានគ្រឹះត្រូវតែ បាទ ចេះច្បាស់ បាទ តែខ្ញុំលើកទឹកចិត្តយើងអានប្រភពដើមដែរ បាទបាទ អានទាំងពីរ បាទ បាទ អរគុណបងទៅជែកជាមួយគ្នាមួយរយៈកាលធំនេះមែនទៅខ្ញុំអត់ចង់បញ្ចប់សោះ បងមានបទពិសោធន៍បងមានការទទួលស្គាល់បងមានទំនុកចិត្តបងមានអ្វីស័ក្តិសមជាអ្នកដឹកនាំម្នាក់ដែលយុវជនខ្មែរគួរតែរៀនសូត្រតាមរួមទាំងខ្ញុំម្នាក់ដែរដល់វិនាទីនេះជាវិនាទីចុងក្រោយខ្ញុំសង្ឃឹមថានឹងមានឱកាសបានជជែកជាមួយបងហើយអាចធ្វើការងារជាមួយបងដើម្បីរុញច្រាននៅចំណេះដឹងភាពជាអ្នកដឹកនាំនេះហើយផលិតអ្នកដឹកនាំពិតប្រាកដដោយអ្វីដែលបងបានលើកឡើងខាងដើមនេះឲ្យរឹតតែច្រើននៅក្នុងសង្គមយើងបងបានបញ្ជាក់ដែរថាកាលណាតែយើងយល់អំពីភាពជាអ្នកដឹកនាំកាន់តែច្រើនសង្គមជាតិយើងកាន់តែរីកចម្រើនជាសារចុងក្រោយយើងដល់វិនាទីចុងក្រោយបងមានអីបន្ថែមទៀតទេបងតាក់ទងជាមួយនឹងភាពជាអ្នកដឹកនាំនេះទៅកាន់យុវជនខ្មែរទៅកាន់សង្គមរបស់យើងគ្រប់ច្រកល្ហកឲ្យយល់អំពីទិសដីក៏ដូចជាភាពជាអ្នកដឹកនាំនេះបងបាទអរគុណហើយជាសារចុងក្រោយទៅកាន់យុវជនរបស់យើងឬមួយក៏ថ្នាក់ដឹកនាំពួកគាត់ដឹកនាំអាជីវកម្ម business ក្តីបាទអញ្ចឹងជាពិសេសគឺយុវជនជាពិសេសហើយសារខ្ញុំនេះដោយសារយើងបដិបត្តិយុវជនច្រើនហើយយុវជនជាទំពាំងស្នងរិស័យយុវជនជាឆ្អឹងខ្នងរបស់ប្រទេសជាតិជួយអភិវឌ្ឍជាតិរបស់យើងទៅមុខចឹងសូមផ្ដាំទៅកាន់យុវជនយើងជាពិសេសបាទអញ្ចឹងទី1ដើម្បីឲ្យយើងនេះជាយុវជនម្នាក់ចូលរួមចំណែកជួយខ្លួនឯងបានជួយគ្រួសារជួយសង្គមជាតិទៅបណ្ដុះខ្លួនឯងហ្នឹងគេថាមានស្មារតីមួយបណ្ដុះការដឹកនាំខ្លួនឯងឲ្យបានល្អប្រសើរបំផុតបាទមានស្មារតីហ្នឹងសិនតែយើងម្នាក់នឹងដឹកនាំខ្លួនឯងឲ្យក្លាយជាបុគ្គលល្អបុគ្គលគំរូមានអារម្មណ៍ស្មារតីហ្នឹងហើយអភិវឌ្ឍខ្លួនឯងនេះជាចំណុចសំខាន់ប៉ុន្តែខ្ញុំចង់ផ្ដាំទៅយុវជនយើងទាំងអស់គឺផ្ដាំឲ្យខ្លួនយើងបាទផ្ដាំខ្លួនយើងទី2ត្រូវតែរៀបចំខ្លួនយើងហ្នឹងឲ្យក្លាយជាមូលធនមនុស្សពិតប្រាកដតែយើងចង់ជួយជាតិមែនទេចង់ជួយគ្រួសារហើយចង់ជួយសហគមន៍យើងហើយអញ្ចឹងត្រូវបណ្ដុះ3នៅកន្លែងហ្នឹងទី1ត្រូវតែបុគ្គលដែលមានសមត្ថភាពបាទអញ្ចឹងយើងមានសមត្ថភាពដែរទេសប្តាហ៍ថ្ងៃហ្នឹងទាំងជំនាញទុនទាំងជំនាញរឹងដែលជំនាញរឹងគឺយើងរើសជំនាញយើងសិក្សាហ្នឹងឲ្យបានល្អប្រសើរជំនាញទុនយើងរៀនបន្ថែមទៀតជាច្រើនភាសាអង់គ្លេសក៏ជាជំនាញមួយបាទការធ្វើការងារជាក្រុមរបៀបទំនាក់ទំនងបាទជាបុគ្គលិកលក្ខណៈរបស់យើងហ្នឹងណាអញ្ចឹងអាហ្នឹងយើងទៅរៀបឲ្យមានសមត្ថភាពផ្លូវការមួយទី2បដោះខ្លួនឯងឲ្យមានសុខភាពបាទអសុខភាពអត់កើតទេសុខភាពខ្ញុំនិយាយនេះទាំងសុខភាពផ្លូវកាយផ្លូវចិត្តរបស់យើងផងដែរផ្លូវកាយគឺសំខាន់ណាយើងចេះប៉ុណ្ណាក៏ដោយតែយើងគេងបែបបាទយើងមិនអាចធ្វើអីបានទេអញ្ចឹងថែសុខភាពឲ្យល្អតែខ្ញុំឃើញយុវជនយើងមានបញ្ញាច្រើនណាស់អញ្ចឹងថែបន្ថែមមិនបាច់និយាយច្រើនទេគាត់ដឹងហើយណាបាទ24ម៉ោងហ្នឹងរៀបចំផែនការខ្លួនឯងទៅទាំងអាហារទាំងអីរើសមែនតើអាហារសំខាន់ណាអាហារហើយមានការហាត់ប្រាណបាទហើយញ៉ាំទឹកឬមួយឲ្យល្អបានគ្រប់គ្រាន់រៀបចំខ្លួនអាហ្នឹងជាគុណសម្បត្តិបានដឹកនាំដែរហើយគាត់សុខភាពគាត់ខ្សោយមកដល់ស្ទីអឹងបាទអត់មាន energy ទេអត់មានកម្លាំងទេមានធម៌ពលទេបាទអញ្ចឹងទី1បដោះសមត្ថភាពទាំងជំនាញទុនជំនាញរឹងបាទទី2យុវជនយើងត្រូវបណ្ដោះបន្ថែមគឺសុខភាពរបស់យើងបាទទី3បណ្ដោះទឹកចិត្តមួយដែលគុណធម៌បាទគុណធម៌នេះជាបុគ្គលម្នាក់ដែលគាត់មានមេត្តាបាទមានសិលធម៌នៅក្នុងខ្លួនសុជីវធម៌នៅក្នុងខ្លួនជាបុគ្គលម្នាក់ដែលមើលទៅគឺស័ក្តិសមជាអ្នកដឹកនាំណាសិលធម៌គំរូនេះអញ្ចឹងយុវជនយើងខ្ញុំជឿទុកចិត្តខ្ញុំជឿជាក់ថាយើងទាំងអស់គ្នានឹងអាចអភិវឌ្ឍខ្លួនឯងជាបុគ្គលគំរូប្រសមត្ថភាពរបស់យើងបុគ្គលគំរូហើយយើងបណ្ដោះទាំង3នឹងទៀតសុខភាពសមត្ថភាពគុណធម៌ហើយមានឆន្ទៈស្នេហាស្រឡាញ់ប្រទេសជាតិខ្ញុំសូមបញ្ជាក់បើអត់ស្រឡាញ់បើអត់ស្នេហាប្រទេសជាតិទេអត់មានទឹកចិត្តការពារអភិរក្សហើយអភិវឌ្ឍជាតិទេបាទបងអូនត្រូវស្រឡាញ់ជាតិបាទចេញពីបេះដូងហ្មងបាទកតញ្ញូចំពោះជាតិដែលកសាងមករាប់ចំនួនមកយើងអត់ដឹងគុណជាតិទេយើងជាបុគ្គលអកតញ្ញូចំពោះជាតិគឺចប់បាទអញ្ចឹងស្រឡាញ់ជាតិ
ដឹងគុណជាតិរៀបចំខ្លួនយើងឲ្យមានគុណតម្លៃហើយថាគាត់ចេះស្រឡាញ់ជាតិគាត់នឹងរៀបចំខ្លួនគាត់ឲ្យល្អបើរូបខ្លួនគាត់មិនល្អគាត់ជាអ្នកបំផ្លាញជាតិទៅវិញបាទអញ្ចឹងមានស្មារតីមួយស្រឡាញ់ហើយកតញ្ញូចំពោះជាតិមាតុភូមិរបស់យើងបាទសូមអរគុណអរគុណច្រើនបងសុកឡាពាក្យពេចន៍របស់បងនេះបង្កប់នៅអត្ថន័យឲ្យបងប្អូនខ្មែរយើងបានស្គាល់អំពីយើងខ្លួនឯងហើយផ្សារភ្ជាប់ជាមួយនឹងចំណេះដឹងពីចំណេះដឹកនាំនេះការចែកម្លែករបស់បងនេះសូម្បីតែខ្ញុំជាអ្នកសួរសំណួរទៅបងក៏ខ្ញុំរៀនសូត្របានច្រើនដែរហើយខ្ញុំសង្ឃឹមថាបងប្អូនទស្សនិកជនទាំងអស់នឹងរៀនសូត្រពីបងសុកឡាបានដែរហើយបើសិនជាបងប្អូនចង់ដឹងបន្ថែមអំពីភាពចំណេះដឹកនាំពិសេសជាងគេ Maxwell Leadership បងប្អូនអាចតាក់ទងទៅកាន់ក្រុមការងាររបស់បងប្រុសបានដោយសារតែបច្ចុប្បន្ននេះបងកំពុងតែរៀបចំការបណ្ដុះបណ្ដាលបងមានវគ្គជាច្រើនបេសកកម្មរបស់បងនេះធ្វើឲ្យពួកយើងកោតស្ញប់ស្ញែងដែលផលិតធនធានមនុស្សសម្រាប់ប្រទេសកម្ពុជានាពេលអនាគតមួយម៉ាត់ចុងក្រោយបងការចែកម្លែករបស់បងនេះល្អមែនទេអនុញ្ញាតទេបើលើកក្រោយពួកយើងអញ្ជើញបងមកម្ដងទៀតព្រោះអីការទៅជែកវិញនេះគឺមានហេតុមានផលមានក្បួនមានຂະຫນាត់មានក្រិតមានក្រមបងអនុញ្ញាតទេបងបាទអរគុណបាទអត់អីទេគឺសប្បាយចិត្តហើយជាពិសេសខ្ញុំសប្បាយចិត្តគឺមានព្រោះថាទស្សនៈភាសាវាចូលគ្នាណាបេសកកម្មយើងអភិវឌ្ឍធនធានមនុស្សនេះគឺជាការចែករំលែកកតេហើយការអភិវឌ្ឍតើគាត់យល់ត្រូវសិនអញ្ចឹងតាមរយៈ podcast ល្អខ្លាំងណាស់ការចែកម្លែកជាកតេខ្ញុំសប្បាយចិត្តក្នុងការចូលរួមបាទអរគុណច្រើនដល់វិនាទីនេះក្រុមការងារសារព័ត៌មានដឹកខ្មែរ Daily យើងដល់វិនាទីទៅលាគ្នាហើយបងសុកឡាក៏បានសន្យាជាមួយបងប្អូនប្រិមិត្តរួចរាល់ហើយថាបើសិនជាមានការរៀបចំកម្មវិធីតាក់ទងជាមួយនឹង leadership ភាពជាអ្នកដឹកនាំនេះក្រោយៗទៀតយើងនឹងអញ្ជើញបងមកឲ្យបងនឹងផ្ដល់ឱកាសផ្ដល់កិត្តិយសឲ្យពួកយើងម្ដងទៀតដើម្បីចែកម្លែកទៅកាន់យុវជនខ្មែរដូច្នេះពីក្រុមការងារសារព័ត៌មានដឹកខ្មែរ Daily សូមខន្តីអភ័យទោសប្រសិនជាមានពាក្យពេចន៍ណាមួយឆ្គំឆ្គងសូមគោរពជូនបងប្អូននៅសុខភាពល្អសំណាងល្អជួបគ្នានៅឱកាសក្រោយសូមអរគុណសូមគោរពលាអរគុណ